ជំរាបសួរអ្នកនរគ្នាសូមស្វាគមន៍សាកថ្មីមកកាន់កម្មវិធីតុកភ្លឺ background ងងឹតអូខេអ្នកនរគ្នាថ្ងៃនេះដែរវត្តមានយើងមានវត្តមានភ្ញៀវកិត្តិយសរបស់យើងមួយរូបគឺបងកូនជន់ជំរាបសួរបងជំរាបសួរបាទហើយសូមលឹកអនុស្សាវរីយ៍បន្តិចណាបងណាអ្នកនរគ្នាបើសិនជាប្រិយមិត្តខ្មោចមានពិតការពិតមានខ្មោចដែលសូវរបស់ខ្ញុំមួយទៀតហ្នឹងប្រហែលជាបានស្គាល់ហើយបងកូនជន់គឺសាច់រឿងរបស់គាត់គឺល្អមែនតើតែជំនាន់មុនគឺគាត់អត់តន់ចេញមុខទេគឺគាត់និយាយតាមទូរស័ព្ទបងណាហើយនឹងជា voice ដែរមាន voice ទេពេលហ្នឹងមាន voice ផងមាន call ចូលផងបាទមានគ្រប់រសជាតិប៉ុន្តែនេះគឺរសជាតិថ្មីដោយសារលើកមុនយើងក៏បានវាយគាត់ដែរតែគាត់អត់តន់ ready នឹងចូលរួមបាទដោយសារតែរវល់ពេកហ្មងដកឃ្លីអត់តន់សោះដល់ពេលឥឡូវយើងអាចចូលបានបាទហើយឥឡូវនេះតូចចិត្តចាប់ season 5ហើយបានមានពេលបានចូលអ្នកនរគ្នាយើងអញ្ជើញដូចជាតាំងពី season 4ណាពីម្ដង season 2 season 3 season 4អញ្ជើញអត់បានប៉ុន្តែថ្ងៃនេះគឺគាត់អាចចូលរួមបានបាទហើយប្រហែលជាចម្លែកដែរប្រហែលជាថ្ងៃនេះអ្នកនរគ្នាអត់បានឃើញវត្តមាន MC ស្រីរបស់យើងគឺយ៉ារិនដោយសារថ្ងៃនេះថ្ងៃដែលយើងកំពុងថតនេះគឺជាថ្ងៃ8មីនាហើយថ្ងៃ8មីនានេះគឺគាត់ចង់ចំណាយពេលពេញមួយថ្ងៃជាមួយនឹងម៉ាក់គាត់ដល់ពេលអញ្ចឹងគាត់សុំតែអូហើយជាពិសេសគ្នាយើងដែលកំពុងតាមដានទស្សនាកម្មវិធីតុកភ្លឺ background ងឹតតាមរយៈ channel YouTube របស់ Smart Asita កុំភ្លេចចូលទៅ subscribe ម្នាក់មួយ like នៅវីដេអូហ្នឹងក៏ដូចជា comment ខាងក្រោមដើម្បីឲ្យខ្ញុំបានដឹងជាពិសេសកុំភ្លេច comment បេះដូងពណ៌បៃតងយើងក៏មិនអាចភ្លេចបានដែរដៃគូសហការយើងគឺជាមួយនឹង Smart Asita ហើយសូមពេលអ្នកនរគ្នា shout out តិចគឺអ្នកនរគ្នានឹងទទួលបាន data 5G 50% បន្ថែមរាល់ពេលដែលអ្នកនរគ្នាភ្ជាប់គម្រោង Smart ល្អហើយសុពលភាពរបស់យើងនឹងចាប់នៅចុងខែ3នេះ2026 yes តួបានព័ត៌មានកុំភ្លេច comment បេះដូងពណ៌បៃតងហើយនេះសូរាប់ខនដោនរបស់យើងសូទីម៉ានហ្នឹង Fresh នេះអ្នកនរគ្នាគឺជា5ចុងក្រោយនៃកម្មវិធីតុកភ្លឺ background ងឹតបានមានវត្តមានបង្គន់យន់កុំអីធ្លាយដល់ season 6 ទៀតសួរបើអត់មាន season 6 គឺអត់បានឃើញមុខបង្គន់យន់ហ្មងហ្នឹងហើយអូខេបងហើយមួយរយៈនេះមិនដែរបងសុកតុកយ៉ាងណាហើយបាទអរគុណច្រើនបងមួយរយៈនេះខ្ញុំរវល់ច្រើនមែនតើអញ្ចឹងខ្ញុំអត់សូវមានពេលចូលមកកម្មវិធីបងអញ្ចឹងបងចេះតែវាយមកច្រើនដងហើយបង fresh ទេផងឆាតផងបងយ៉ារិនផងខ្ញុំថាខ្ញុំអត់មានពេលមែនតើហើយរឿងខ្ញុំចង់និយាយប្រាប់ហ្នឹងគឺខ្ញុំចង់ចែកបទពិសោធន៍ដែលខ្ញុំបានជួបទៅកាន់អ្នកទាំងអស់គ្នាក៏ដូចជាចង់ឲ្យអ្នកទាំងអស់គ្នារីករាយកំសាន្តជាមួយនឹងអ្វីដែលខ្ញុំបានជួបដែរបាទហើយមិនខ្ញុំភ្លេចឲ្យគាត់ណែនាំខ្លួនខ្ញុំណែនាំជំនួសគាត់ចឹងសូមបងណែនាំខ្លួនឯងមួយបងបាទសួស្តីទាំងអស់គ្នាខ្ញុំកូនយន់ហើយអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាធ្លាប់ស្ដាប់កម្មវិធីខ្មោចមានពិតឬការពិតមានខ្មោចច្បាស់ជាស្គាល់ខ្ញុំហើយខ្ញុំធ្លាប់ចែកសាច់រឿងនៅក្នុងនឹងច្រើនមែនតើហើយថ្ងៃនេះគឺមានកិត្តិយសមែនតើដែលបង fresh គាត់អញ្ជើញខ្ញុំមកកម្មវិធីនេះបាទសង្ឃឹមថាអ្នកនរគ្នានឹងរីករាយនៅសម្ដាប់នៅអ្វីខ្ញុំបាននិយាយនេះអូខេបងហើយថ្ងៃនេះដែរប្រហែលជាមានបានរឿងសម្រាប់ចែកម្លែកបងសុំលាក់រឿងសិនព្រោះដឹងនិយាយតន់គ្រប់ម៉ោងនឹងអត់ទេព្រោះវាវែងណាដល់អញ្ចឹងចង់ឲ្យស្ដាប់បើសិនតន់បានប៉ុណ្ណាស្ដាប់ប៉ុណ្ណឹងហ្នឹងហើយបើសិនជាអាចក៏មកចូលទៀតឬក៏បែបណាអាហ្នឹងយើងមើលចាក់ស្ដាយណាបងណាបាទអូខេហើយអញ្ចឹងខ្ញុំសូមបញ្ជាក់មួយសារទៀតណានេះគឺជាសូ5ចុងក្រោយនៃកម្មវិធីតុកភ្លឺ background ងឹតហើយយើងអត់ទាន់ដឹងយ៉ាងម៉េចយ៉ាងម៉ាទេជាមួយនឹង season 6នឹងមានឬក៏អត់មានយើងអត់ទាន់ដឹងដែរយើងនឹងអាប់ដេតជូនអ្នកនរគ្នានៅ last episode នៃកម្មវិធីតុកភ្លឺ background ងឹតបាទអញ្ចឹងសូមចូលសាច់រឿងតែម្ដងទៅបាទបងសាច់រឿងទី1មានចំណងជើងនៅសាច់រឿងទី1និយាយទៅខ្ញុំនិយាយទាំងអស់ខ្ញុំអត់ចង់ដាក់ចំណងជើងហ្មងចង់ឲ្យបងប្អូនដាក់ហ្មងឲ្យស្ដាប់ឲ្យដាក់ខ្លួនឯងចុះអូខេឥឡូវយើងស្ដាប់ទាំងអស់គ្នាអ្នកនរគ្នាឥឡូវយើងស្ដាប់ទាំងអស់គ្នាស្ដាប់ចប់អីហើយយើងនឹងខមមិនចំណងជើងឲ្យសាច់រឿងនឹងចំណងជើងអីគេបាទអូខេតោះបងសូមជើងចាប់ផ្ដើមហ្នឹងហើយខ្ញុំចង់និយាយពីសាច់រឿងទី1ដែលខ្ញុំចង់និយាយហ្នឹងគឺតាក់ទងទៅនឹងបងស្រីម្នាក់គាត់ធ្វើការនៅក្នុងទីក្រុងភ្នំពេញតែតាំងសាច់រឿងហ្នឹងគឺកើតតាំងពីខ្ញុំអាយុ10ឆ្នាំជាង10ឆ្នាំហើយហ្នឹងគឺជាលើកទី1ដែលខ្ញុំឃើញខ្មោចដែរហើយមិនឃើញខ្មោចទេត្រូវខ្មោចលងអូខេបាទកាលហ្នឹងបងស្រីហ្នឹងគាត់មានផ្ទះនៅម្ដុំភូមិខ្ញុំដែរតែគាត់ថាគាត់ឆ្លងនិយាយទៅផ្ទះខាងខ្ញុំដីគោកគាត់ត្រូវឆ្លងទន្លេទៅខាងនោះមកដល់ផ្ទះគាត់នៅតាមខេត្តណាហ្មងបាទអត់ការនៅខេត្តដល់ពេលហើយគាត់ធ្វើការអ្នកនៅតាមផ្ទះគេដែរទេគាត់ធ្វើការនៅក្នុងទីក្រុងភ្នំពេញហ្នឹងដល់ដល់ចូលឆ្នាំគាត់ត្រូវត្រឡប់ទៅលេងផ្ទះអញ្ចឹងណាដល់ពេលអញ្ចឹងទៅគាត់ក៏សុំច្បាប់កន្លែងអ្នកដែលនៅផ្ទះជាមួយដែលម្ចាស់ផ្ទះគាត់ហ្នឹងដើម្បីទៅលេងផ្ទះថ្ងៃហ្នឹងដូចជាគាត់ត្រូវប្រញាប់ពីវិញទៅផ្ទះលេងនៅស្រុកអញ្ចឹងណាគាត់ត្រូវចេញពីភ្លឺមែនតើមកប្រហែល2 3ហ្នឹងគាត់ក៏បានចេញពីផ្ទះនៅភ្នំពេញហ្នឹងដើម្បី
ការជំនាន់ហ្នឹងអត់តមានឡានទេបងអត់តមានលាក់ស៊ីឡានអីដែរទេមានក៏មានមួយស្រាប់តែអ្នកមានរៀងមានហើយគេមានឡានមានអីតែដល់ពេលនេះគឺមានតែលម៉ម៉ូតូឌុបអីទេហ្នឹងដល់ពេលចឹងទៅគាត់មកដល់ថាស្ពានជ្រោយចង្វាគាត់ចាំនៅស្ពានជ្រោយចង្វាហ្នឹងដើម្បីជីលម៉ជីពីស្ពានជ្រោយចង្វាដើម្បីទៅដល់ព្រែកភ្នៅហើយក៏សាងពីលម៉មួយទៀតដើម្បីទៅជីលម៉មួយទៀតពីព្រែកភ្នៅទៅដល់ស្រុកកណាតគាត់ហ្នឹងទៅដល់ស្រុករបស់ខ្ញុំហ្នឹងនៅចិត្តហ្នឹងដល់ពេលហើយនៅពេលដែលគាត់ជីពីព្រែកភ្នៅទៅដល់ស្រុកហ្នឹងគាត់ក៏ទៅដល់មុខមាត់កំពង់ហ្នឹងគឺទៅចុះពីផ្លូវថ្នល់ជាតិហ្នឹងទៅកំពង់ហ្នឹងគឺជំរឿវាប្រហែលជា50ម៉ែត្រ60ម៉ែត្រអីហ្នឹងជ្រៅដែរបានល្មមមកយើងដើរចុកជើងដែរហ្នឹងប៉ុន្តែយើងអាចមើលព្រាលពីទន្លេមកខាងលើផ្លូវនេះយើងមើលបានឃើញព្រាលបាទហ្នឹងហើយដល់ពេលអញ្ចឹងគាត់ក៏មកដល់ហ្នឹងគាត់ក៏អង្គុយនៅលើទូកដរនៅកន្លែងហ្នឹងគេមានទូកដរគេមាន2មានទូកដរធំសម្រាប់ដឹកឡានទូកដរទូចសម្រាប់អ្នកថ្មើរជើងហើយឬក៏យើងមានម៉ូតូមានអីចឹងទៅដល់ពេលថ្ងៃហ្នឹងទូកដរហ្នឹងអញ្ចឹងទៀតគេមានច្បាប់ទៀតទូកដរហ្នឹងពេលអាចចូលឆ្នាំខ្មែរហ្នឹងគឺគេរត់មកយប់ទល់ភ្លឺពេញគេអត់ឈប់ទេអញ្ចឹងអញ្ចឹងគេទទួលភ្ញៀវពេញប៉ុន្តែនៅពេលដែលគាត់ទៅហ្នឹងគឺមុនចូលឆ្នាំមួយថ្ងៃអញ្ចឹងពេលទៅដល់ហ្នឹងគឺពេលព្រលឹមប្រហែលជាម៉ោង2ម៉ោង3មក2ម៉ោង3ភ្លឺគាត់ទៅដល់ហ្នឹងគាត់នឹងអង្គុយនៅទូកដរទូចហ្នឹងចាំហើយនៅលើទូកដរទូចហ្នឹងមានអ្នកបើកទូកដរតកងទូកដរហ្នឹងម្នាក់គាត់បើកនៅលើហ្នឹងគាត់អង្គុយចាំភ្ញៀវនៅហ្នឹងទៅហើយគាត់ទៅអង្គុយនៅលើក្បាលទូកខ្ញុំប្រាប់ទូកបងសិនទូកវារៀងតង្វែងអញ្ចឹងហើយនេះម្ចាស់ទូកអ្នកដុំទូកនៅអ្នកបើកទូកនៅខាងនេះនៅអង្គុយនៅក្នុងរោងដូចគេធ្វើរោងអញ្ចឹងហើយគេនៅក្នុងទូកដរហ្នឹងហើយយើងមកអញ្ចឹងយើងមកអង្គុយឲ្យកែមទូកហ្នឹងវាមានកន្លែងអង្គុយសងខាងអង្គុយមើលមុខគ្នាទល់មុខគ្នាហ្នឹងហើយគាត់មកអង្គុយមកខាងហើយគាត់សួរថាពេលណាដែលយើងបានចេញទូកទៅហើយទៅម្ចាស់ម្នាក់ដុំទូកថាអត់តនេះបងចាំភ្ញៀវបន្តិចព្រោះម្នាក់ឯងចឹងដឹកអត់ចំណេញទេដល់ពេលគាត់ចាំបន្តិចមកក៏មានអ៊ំម្នាក់អ៊ំហ្នឹងគាត់នៅខាងចិត្តភូមិខ្ញុំដែរគាត់អ្នកលក់នំខ្មែរមាននំក្រូចនំកងនំអីចឹងទៅថ្ងៃហ្នឹងគាត់ត្រូវពីព្រលឹមងើបពីព្រលឹមដើម្បីយកនំទៅលក់នៅវត្តនៅខាងនោះមានវត្តហ្នឹងហើយគាត់ត្រូវជីទូកដរហ្នឹងឆ្លងទៅខាងនោះដើម្បីទៅលក់នៅវត្តខាងនោះមានក្មេងៗច្រើនអីចឹងណាដល់ពេលចឹងគាត់បាន2នាក់គាត់អង្គុយនិយាយគ្នាលេងនៅមួយស្ទុះហើយយូរមែនតើបងប្រហែលជា7ម៉ោងវាម៉ោង7:03ហើយម៉ោង7:03 7:04ហ្នឹងណាដល់ពេលហើយគាត់ចាំយូរទៅគាត់ថាបងអើយចេញមកជើងសិនខ្ញុំប្រញាប់ទៅផ្ទះអីចឹងទៅជួបម៉ាក់ប៉ាអីចឹងព្រោះគាត់ទៅមកបំពេញគាត់យូរគាត់បានមកម្ដងហ្នឹងដល់ពេលអញ្ចឹងគាត់ក៏និយាយមួយពូលហើយពូលថាចាំផ្លែទៀតសិនបងគីឡូមាន5នាក់អីទៅហើយគាត់និយាយអញ្ចឹងដល់ពេលហើយស្រាប់ដល់ពេលហ្នឹងអង្គុយចាំប្រហែលមួយស្ទុះគាត់មើលពីកន្លែងទូកហ្នឹងឡើងទៅលើខ្នល់ឯគេជីហ្នឹងបងគឺគេគាត់ឃើញថាមានមនុស្សច្រើនមែនតើនៅលើខ្នល់ហ្នឹងអ៊ូអត់ដឹងធ្វើអីគេតែដើរតម្រង់មកកំពង់ទឹកហ្នឹងហ្នឹងហើយនៅលើខ្នល់ជាតិហ្នឹងហើយទៅគាត់មើលអត់ច្បាស់គេដើរចុះមកសំៗគាត់ក៏អត់មកគាត់និយាយគ្នាដល់ពេលគេដើរចិត្តដល់មែនតើមកគាត់ឃើញគេសាញ់ក្តាមមឈូសកន្លែងហ្នឹងគាត់ថាពេលដែលមកចិត្តមើលឃើញមិនដឹងថាគេកំពុងតែសាញ់ក្តាមមឈូសមកហើយគេចូលឆ្នាំមកគេមើលគេចូលឆ្នាំគេសាញ់ក្តាមមឈូសមកហើយគេសាញ់ក្តាមមឈូសនៅកណ្ដាលអញ្ចឹង4នាក់ប្រុស2ប្រុសមុខ2ប្រុសក្រោយ2ហើយនៅមុខហ្នឹងមានមនុស្ស2 3នាក់នៅខាងមុខហ្នឹងគេទទួលអាកណាត់សចេះហើយគេកាន់អាអីហ្នឹងលេខហ្នឹងតែលេខហ្នឹងតែអត់តន់បាច់ទេគាត់ថាកាន់ហ្នឹងហើយឃើញតែម៉ានហ្នឹងគាត់បានរាប់ចំនួនទេមានអ្នកនៅក្រោយអ្នកអីដែរគេក៏មកឡើងលើទូកហ្នឹងគេមកដល់ឡើងលើទូកដែលទូកទូចហ្នឹងទូកដល់ទូចហ្នឹងដល់ពេលហើយគាត់ក៏និយាយគ្នាលេងទៅគាត់ថាអ៊ំមកម៉ៃមើលដូចគេមកហែសពអីស្មានហ្នឹងចម្លែកព្រោះអីតាមថាគេត្រូវហែពេលព្រឹកពេលអីចឹងណាពេលរៀងព្រលឹមស្រាំងអានេះវាម៉ោង3ម៉ោង4វាល្ងិតពេកបាទដល់ពេលហើយចឹងគាត់ឡើងមកដល់លើទូកហ្នឹងគាត់អត់និយាយមួយគ្នាទេបងហ្នឹងក៏អត់ហ៊ានសួរគេព្រោះឃើញមុខគេស្ងួតស្ងាត់គេអត់និយាយអីហើយអ៊ំហ្នឹងក៏អត់សួរគាត់តែនិយាយគ្នាតែ2នាក់ហ្នឹងទៅបន្ទាប់មកគាត់ឃើញគេកំពុងឡើងមកឈុលនឹងម៉ឹងអញ្ចឹងគាត់ក៏អត់មន់ដែរគេក៏ចេញទូកទៅហើយពេលគេចេញទូកទៅហ្នឹងពី20-30ម៉ែត្រពីច្រាំងដល់នេះលេងអលត់ទូកហ្នឹងអលត់ផ្លឹបអលត់ទៅវាលែងទៅមុខបន្ទាប់មកគាត់ក៏អង្គុយពីអ្នកអ៊ំហ្នឹងគាត់រៀងភ័យដែរថាទូកមិនអលត់អញ្ចឹងវានៅកណ្ដាលទន្លេម្នាក់ហើយល្ងិតឆឹងហ្នឹងដល់ពេលហើយកំពុងតែនិយាយគ្នាពួកដែលទូកក្តាមឈូតាមអីហ្នឹងនោះគេចុះនោះគេដើរចុះពីលើទូកទៅឡើងណាស់អាទូកយើងបដៅអញ្ចឹងវាមិនទលេខាងនេះអញ្ចឹងយើងអ្នកដល់ទូកវិញទៅអញ្ចេះពេលហើយគាត់ដើរចុះហ្មងគាត់ដើរចុះក្នុងទឹកហ្នឹងណាអ្នកនៅមុខគេដើរចុះហើយមានមនុស្សមកដេកនៅក្រោមមកកន្លែងគេមកក្តាមឈូសហែទៅអញ្ចឹងគេមកដេកនៅក្រោមក្តាមឈូសនោះមិនឲ្យដើរលើដូចយើងហែឡើងមេនអញ្ចឹងហ្នឹងហើយដូចអញ្ចឹងប៉ុន្តែអានេះហែចុះទៅក្នុងអាទឹកហ្នឹងគាត់ភ័យតែគាត់ថាគាត់ស្រែកគាត់រស្រែកដល់ពេលរស្រែកមិនស្ទុះគាត់ថាអាប់សមកហ្មងគាត់ថាអត់ដឹងអាប់ហ្នឹងមកពីណាឯងសស្ពូមករុំដងតិចល្ងិតឆឹងហើយគាត់បាត់ស្មារតីហ្មង
ទាំងអស់គ្នាទាំង3នាក់ហ្នឹង ទាំង3នាក់តកងទូក តកងទូកក៏គាត់ភ័យដែរពេលហ្នឹងក៏គាត់ភ័យគាត់រត់ចុះមកកន្លែងគាត់បងស្រីដែរអង្គុយចិត្តគ្នាឈរចិត្តគ្នាហ្នឹងហើយបងស្រីញ័រគាត់ថាមកស្ទុះគាត់ស្លាប់អស់ម៉ោងប្រហែល5ជាងអ្នកឆ្លងត្រូវវិខានឆ្លងវិខានហ្នឹងមិនណែនអានៅខាងនេះចាំតែខាងនេះមិនណែនអត់មានតែគេដឹកតែឆ្ងល់មិនក៏ទូកអត់មានឃើញតែគេមកអញ្ចឹងដល់ពេលមកស្ទុះគេបានឃើញទូកនៅកណ្ដាលទន្លេទូកដរហ្នឹងនៅឈប់នៅកណ្ដាលទន្លេហ្នឹងហើយអត់ឃើញមនុស្សទេនោះនេះជីទូកអាទូកទូចហ្នឹងចេញពីម្ចាស់ទូកហ្នឹងនេះរកទូកមកដើម្បីជីទូកទូចហ្នឹងទៅកណ្ដាលទន្លេហ្នឹងដើម្បីឡើងទៅលើអាទូកដរធំទូកដរទូចហ្នឹងដើម្បីមើលហ្នឹងដល់ពេលទៅដល់ឃើញពួកគាត់ស្លាប់នៅលើទាំងអស់ហើយដាស់គាត់ទៅបងស្រីថាបងស្រីហ្នឹងក៏គាត់ងើបមកហើយគាត់ប្រាប់តាមដំណើររឿងខ្ញុំប្រាប់ថ្ងៃមិញហ្នឹងហើយដល់ពេលគាត់ប្រាប់ហើយក៏នឹងថាមិនដែរព្រោះម្ចាស់ទូកក៏ដឹងថាមិនដែរព្រោះអត់មានបំណងអីវាអត់មានរឿងអីត្រូវធ្វើអញ្ចឹងហ្នឹងហើយគាត់ទៅផ្ទះរៀងខ្លួនអ៊ំហ្នឹងក៏អត់បានអ៊ំហ្នឹងក៏គាត់ឡើងទៅលក់ទៅព្រោះភ្លឺហ្មងគាត់ទៅលក់ហ្មងហ្នឹងដល់ពេលឲ្យបែកគ្នាអស់ដល់ពេលអញ្ចឹងទៅបងស្រីហ្នឹងក៏ទៅវត្តទៅអីអញ្ចឹងទៅព្រោះដល់ថ្ងៃឡើងថ្ងៃចូលឆ្នាំទី1ហើយហ្នឹងគាត់ក៏ទៅវត្តលេងអញ្ចឹងហើយអស់ដល់ពេលយប់ឡើងគាត់មកសម្រានផ្ទះគាត់ហ្នឹងព្រលឹមឡើងគាត់ងើបមកគាត់លឺនៅមាត់កំពង់អ៊ូមនុស្សអ៊ូមែនតើអ៊ូអោដល់ពេលហើយស្រាប់តាគាត់ដើរចុះទៅពេលហ្នឹងក៏ខ្ញុំទៅដែរគឺតែខ្ញុំនៅកំពង់ខាងនេះយល់ត្រយមកខាងខ្ញុំនៅត្រយមកខាងគាត់នៅត្រយមកខាងខាងនោះអញ្ចឹងខ្ញុំនិយាយពីខ្ញុំវិញខ្ញុំទៅដល់កន្លែងកំពង់ហ្នឹងខ្ញុំលឺចេះគេតែលិចទូកដដល់ពេលទៅដល់មែនដូចបងហ្នឹងអញ្ចឹងតកងទូកម្នាក់ហើយដប់អ្នកតកងទូកហ្នឹងប្រចាំទៀតមិនមែនអ្នកដែលមិនសមមិញណានៅវេនផ្សេងបាទវេនយប់ផ្សេងវេនថ្ងៃផ្សេងហ្នឹងហើយវេនបងហ្នឹងក៏ដូរបាត់ហើយប្រសាគាត់ស្លាប់ហ្នឹងគាត់ក៏ដូរវេនឲ្យគេស្អែកឡើងវេនគេទៅហ្នឹងហើយមេម៉ោង4ម៉ោង5ហ្នឹងគឺមានគេមកហាយសក់មែនគេហាយសក់មកមែនដូចតែបងនឹងជុំសមអញ្ចឹងគេហាយសក់មកទៀតប៉ុន្តែបងដែលដឹកទូកហ្នឹងគាត់អត់សូវដឹងរឿងទេហ្នឹងហើយក៏ឡើងទូកហ្នឹងជិះមកដល់ពេលជិះមកលិចកណ្ដាលទន្លេហ្នឹងមកដល់ពេលលិចហើយអ្នកដែលហាយទាំងប្រមាណស្លាប់ទាំងអស់អ្នកដែលហេតុសពហ្នឹងស្លាប់ហើយរកឃើញទាំងអស់អត់តែក្តាមឈូហ្នឹងហើយនឹងម្ចាស់សពឯងរកឃើញទេយកឃើញហើយដល់ពេលពួកខ្ញុំចេញពីផ្ទះទៅគឺពួកខ្ញុំឃើញនៅកន្លែងច្រាំងហ្នឹងគឺទៅnghiệpសពសិនអ្នកស្លាប់អូច្រើនបាទច្រើនបងប្រហែលជាជាង10នាក់តាំងតកងទូហ្នឹងក៏ស្លាប់ដែរហ្នឹងហើយតកងទូតែមិនមែនអ្នកបើកម្សិលមិញទេយល់បាទអ្នកផ្សេងដល់ពេលហើយគាត់ស្លាប់លក្ខណៈថាចេះបងស្រីនៅលើហ្នឹងគាត់ម្សិលមិញតែបើគាត់មកថ្ងៃហ្នឹងគឺគាត់ស្លាប់ហើយតែបាទស្លាប់ឯងគាត់រួចខ្លួនហ្នឹងដល់ពេលហើយគេជូឆរឿងស្លាប់ច្រើនអ្នកជាង10នាក់ហ្នឹងហើយគេក៏យកទៅធ្វើបន់នេះថាប្រពៃនេះទៅបងប្អូនគេមកយកពួកគាត់មិននៅក្នុងខេត្តហ្នឹងទៀតមិននៅក្នុងស្រុកនៅភូមិហ្នឹងទេគាត់ណាយកសពហ្នឹងដើម្បីមកបញ្ចុះនៅវត្តហ្នឹងនៅវត្តដែលទៅនេះហ្នឹងហើយដល់ពេលអញ្ចឹងទៅគេក៏យកសពពួកបងប្អូនទាំងអស់ហ្នឹងយកទៅធ្វើបន់សពឲ្យរៀងខ្លួនអស់ទៅបន្ទាប់មកចូលឆ្នាំហើយអត់ដល់ឆ្នាំឯងបងថ្ងៃទី2គាត់ធ្វើវត្តទៀតទៅវត្តជួបលោកតាសួររឿងថាលោកតាឃើញមុខគាត់ហើយលោកតាមានសន្និការថាញោមអាសាធ្វើបន់សំកសលឲ្យបានច្រើនតិចពេលវេលាមនុស្សមិនសូវមានច្រើនទេអញ្ចឹងណាដល់ពេលហើយគាត់ក៏ថាកណាអញ្ចឹងទៅហើយគាត់ក៏ប្លែកក្នុងចិត្តដែរដល់ពេលហើយចាប់ចូលឆ្នាំគាត់ត្រូវឡើងទៅពេញវិញហើយគាត់មានបងចដូនមួយប្រុសម្នាក់គេមានម៉ូតូអញ្ចឹងគាត់អត់មកជិះលំហអីគាត់ត្រូវឡើងទៅផ្ទះតែម្ចាស់ផ្ទះវិញណាទៅមើលទៅធ្វើការគាត់វិញដល់ពេលអញ្ចឹងគាត់ជិះម៉ូតូជាមួយនឹងម្ចាស់ជាមួយនឹងបងប្រុសចដូនមួយហ្នឹងឡើងទៅខ្ញុំប្រាប់ពីតំណងជិះម៉ូតូហ្នឹងដំបូងបងស្រីហ្នឹងគាត់ជិះក្រោយគាត់មិនមែនជិះច្រកគៀវណាគាត់ជិះចំហៀងគាត់ជិះពីថាទៅពីក្រោយទៅមុខអញ្ចឹងហើយបងប្រុសគាត់អ្នកដប់គាត់ទៅអញ្ចឹងអញ្ចឹងនិយាយអានៅកន្លែងវាអត់ហ្នឹងវាមិនទាន់មាននេះគេសិតចិញ្ចឹមគោចិញ្ចឹមក្របីដែរអញ្ចឹងណាដល់ថ្ងៃហ្នឹងស្រាប់ហើយផ្លូវខេត្តមានគោមានក្របីចិញ្ចឹមទៅដល់ពេលអញ្ចឹងទៅគាត់ជិះទៅអញ្ចឹងស្រាប់តែអាគោមួយនេះវាកំពុងអាស៊ីស្មៅណាអត់ដឹងថាវាមិនទេវារត់ឡើងមកគឺបុកចំគាត់ហ្មងគាត់អង្គុយមកយើងអង្គុយចំហៀងអញ្ចឹងយើងអង្គុយដាក់ម៉ូតូចឹងម៉ូតូទៅអញ្ចឹងនេះបុកមកអញ្ចឹងហ្មងចំអញ្ចឹងហ្មងហើយកដាលធុងបាទកដាលធុងគាត់ហើយគាត់ទប់ចេះដល់ពេលគាត់ស្ងាក់ក្រោយទៅគឺក្បាលគាត់ហ្នឹងបុកនឹងថ្មនឹងខ្នល់បាទស្លាប់ហ្មងគាត់ឈាមស្លាប់ភ្លាមបាទស្លាប់ភ្លាមហ្មងនឹងបន្ទាប់មកពីចូលឆ្នាំហើយហ្នឹងគាត់ក៏ស្លាប់ទៅបងស្រីហ្នឹងក៏ស្លាប់ទៅយើងវារឿងហេតុវាថាវាប្រតិកលាគ្នាថាគាត់ថាបងកន្លែងអ៊ំទុកស្លាប់ហើយគាត់ស្លាប់ដែរអញ្ចឹងក៏អត់មានតែគេចាប់អារម្មណ៍ដែរថាហ្នឹងជាការកប់ជួនគ្នាណាហ្នឹងហើយគាត់ថាកប់ជួនយើងអត់មានគិតអីទេបន្តមកទៀតយើងក៏ទៅដល់និយាយរឿងមួយទៀតរឿងអ៊ំដែលលក់នំក្រូចនំកងហ្នឹងអញ្ចឹងដំបូងខ្ញុំរៀននៅសាលាខ្ញុំពេលហ្នឹងចូលខាងខ្មែរហើយគេវ៉ាកងតូចហើយគេចូលរៀនទៅហើយចង់និយាយថាផ្ទះគាត់ហ្នឹងជាមួយនឹងសាលារៀនហ្នឹងគឺជាប់គ្នា
ហើយផ្ទះគាត់មានដើមប្រធាតែអត់មានលបងស្លាយកាលហ្នឹងអត់តមានលបងស្លាខ្ញុំហ្នឹងហើយស្លាបឋមហ្នឹងដល់ពេលអញ្ចឹងខ្ញុំអាសាទៅបេះប្រធាតែគាត់ហូបទៅលួចបេះប្រធាតែគាត់ហើយគាត់មិនថាគាត់មិនចិត្តគាត់គាត់ថាយើងបើនៅអង្គុយក្រោមណាមកយើងអង្គប់អត់អីទេដល់ពេលយើងយកគ្នាយកដុំថ្មគប់ឲ្យធ្លាក់គាត់មកក៏ដេញវាយដេញអីអញ្ចឹងហាក់ព្រឺអត់បានទេដល់ពេលអញ្ចឹងទៅថ្ងៃហ្នឹងនិយាយពីគាត់ផ្ទះគាត់ជើងអសហ្នឹងថ្មប៉ុន្តែធ្វើជាផ្ទះខ្នងអញ្ចឹងហើយមានចរាវែងព្រោះកាលហ្នឹងពីខ្នល់ចុះទៅដីគាត់ហ្នឹងគឺជ្រៅដូចស្រះអញ្ចឹងដូចស្រះទឹកអញ្ចឹងប៉ុន្តែមិនស្រះហ្នឹងគឺជ្រៅទាំងអស់ស្មើគ្នាសតជ្រៅទាំងអស់ហើយព្រោះកាលហ្នឹងគេទៅធ្វើខ្នល់ខ្ពស់ជាងដល់ពេលអញ្ចឹងទៅគាត់ត្រូវធ្វើស្ពានពីផ្ទះគាត់មកហ្នឹងរៀងឆ្ងាយដែរហើយនៅខាងក្រោមផ្ទះគាត់នៅខាងកន្លែងដូចនេះហ្នឹងវាគោកអត់មានទឹកទេអញ្ចឹងគាត់ដាក់ពីងមានពីងនៅក្រោមហ្នឹងហើយទៅនៅមុខផ្ទះគាត់ហ្នឹងកន្លែងមុខចដាហ្នឹងអាមុខដល់កន្លែងខ្នល់ហ្នឹងគាត់នៅចាំខ្នល់ហ្នឹងគាត់ធ្វើរោងលក់ចាប់រួយធម្មតាអារោងហ្នឹងសម្រាប់ឲ្យចៅគាត់លក់ហ្នឹងហើយហើយចៅគាត់ពេលយប់ឡើងគឺគេងនៅក្នុងហ្នឹងមានរឹងមួយគេងនៅក្នុងហ្នឹងហើយទៅគាត់ព្រលឹមឡើងម៉ោងរៀបត្រូវធ្វើយកនំទៅលក់ព្រលឹមឡើងគាត់ដើរចុះពីលើហ្នឹងមកគាត់ដើរចុះពីផ្ទះហ្នឹងមកគាត់យកទៅជាមួយទឹកខាងក្រោមហើយជ្រៅណាស់មកពីផ្ទះគាត់ទៅក្នុងពីខ្នល់ទៅដល់កន្លែងពីងហ្នឹងគឺជ្រៅមែនតើ10ម៉ែត្រអីផ្ទះគាត់ជីចូលទៅក្នុងជ្រៅដែរប្រហែលជា10ម៉ែត្រទៅ15ម៉ែត្រអីគាត់ដាក់ពីងហ្នឹងហើយចឹងគាត់ទៅមួយទឹកគាត់កាន់បោយមួយគាត់ចងពងហើយគាត់ចុះទៅមួយទឹកនៅក្រោមហ្នឹងកាលហ្នឹងបើអត់ចូលឆ្នាំហ្នឹងគាត់រៀងថ្ងៃដែរបងម៉ោង6ម៉ោង7ហ្នឹងណាពួកក្មេងៗចូលរៀនហើយពួកក្មេងៗចាប់ដើមមកត្មងចូលរៀនហើយទៅស្រាប់តាលឺប្រាយហ្មងលឺប្រាក់លឺឡានណាបុកប្រាយបុកអាហូងកន្លែងចាប់រួយគាត់ហ្នឹងណាបុកឲ្យធ្លាក់ចូលទៅក្រោមទៀតហើយគាត់ចង់ពងគាត់មួយទឹកខាងក្រោមហ្នឹងស្រាប់តាម្នាក់ឆោឡោទាំងយឺនគេឆោឡោមកនៅគ្នាមកមើលក្នុងអាតូបហ្នឹងព្រោះខ្លាចចៅគាត់ប្រុសគាត់ហ្នឹងមានបញ្ហាបាទហ្នឹងហើយដល់ពេលមកដល់ស្រាប់តាហឺទៅហឺអាតូបទាំងអស់ហ្នឹងទៅកូនចៅគាត់អត់មានអីទេចៅគាត់នៅក្នុងងឹងហ្នឹងល្មូនៅក្នុងងឹងហ្នឹងអត់អីទេអត់មានអីទេហើយអត់មានអីគេចាប់អារម្មណ៍ថាគាត់នៅក្រោមទេអ៊ំស្រីហ្នឹងនៅក្រោមពងមួយទឹកហ្នឹងគាត់នៅកន្លែងពីងហ្នឹងហើយអាឡានហ្នឹងវាបុកចូលទៅវាទៅក្រោមហ្នឹងអញ្ចឹងដល់ពេលហើយអត់មានអីគេចាប់អារម្មណ៍ទេដល់មកស្ទុះបាត់យាយម្នាក់ទាំងបាត់យាយគេដើរអត់ឃើញទេរោនេះអត់ឃើញម៉ែដល់ពេលឃើញមកអើយគាត់នៅក្រោមឡានហ្មងគឺលក្ខណៈថាទៅបុកគាត់ដល់ក្រោមណាលក្ខណៈថាមកផ្ដាច់យកជីវិតគាត់ហ្មងលក្ខណៈថានេះមនុស្សបើថាតាមថាវាមានគ្រោះថ្នាក់លើផ្លូវប៉ុន្តែនេះគឺគាត់ចូលទៅក្នុងហើយជ្រៅទៅក្រោមទៀតហើយបុកចំគាត់ហ្មងហើយបើគាត់ឈរអញ្ចឹងបុកគាត់អញ្ចឹងគាត់ដេកចេះហើយកាលហ្នឹងខ្ញុំនៅសពគាត់ដែរបងពេលហ្នឹងល្បីគាត់បុកប្រាយហើយគេនៅនេះដឹងថាយាយនៅក្រោមហ្នឹងគេក៏លើកយាយមកធ្វើបន់ធ្វើអីគេដាក់នៅដេកធម្មតាណាដេកនៅលើនេះធម្មតាអត់តមានក្រោមមានអាចារ្យមានអីក៏អត់តគ្រប់ខ្នាតទេពេលហ្នឹងពួកក្មេងៗទៅមើលដែរព្រោះគាត់បុកប្រាយភ្លាមនៅនេះទៅមើលអាតូបហ្នឹងហើយប៉ុន្តែនៅក្នុងតូបហ្នឹងវាអត់អីនៅនេះទៅមើលយាយម្ដងដល់ពេលទៅមើលយាយបងខ្ញុំចាំបានកាលហ្នឹងខ្ញុំចាំអត់ភ្លេចទេក្របភ្នែកគាត់ធ្លាក់មកនេះមានថាលក្ខណៈថាមានសរសៃក្របភ្នែកតែធ្លាក់មកទៅនេះភ្នែកគាត់ធ្លាក់ពេលគាត់ដេកអញ្ចឹងទៅភ្នែកគាត់ធ្លាក់មកទៅនេះហើយខ្ញុំថាយាយស្លាប់អញ្ចឹងមិនភ្នែកគាត់ធ្លាក់មកក្រៅអញ្ចឹងណាលើសួរគ្នាណាសួរឯងហ្នឹងហើយទៅក៏នោះនេះដើរទៅសាលាសប្បាយចិត្តណាយាយស្លាប់សប្បាយចិត្តបានបេះទៅបានបេះទីដោយសារយើងនៅក្មេងៗហ្នឹងហើយដោយសារយើងនៅក្មេងៗហ្នឹងហើយយើងអត់ដឹងហើយទៅថាយាយគាត់ហូចបាត់ហើយយើងគ្រូបេះទីអត់មានតែគេដេញយើងទេយាយគ្នាហើយដល់ពេលហើយនោះនេះទៅរៀនធម្មតាបាន2ថ្ងៃទី2គាត់ស្លាប់ហើយ2ថ្ងៃក្រោយពួកខ្ញុំទៅបេះពធាញ៉ាំដល់នេះទៅបេះពធាញ៉ាំណាដល់ពេលទៅដល់ហ្នឹងខ្ញុំរត់ដងចេះរត់ដងគាត់មានចិញ្ចឹមឆ្កែមួយឆ្កែគាត់ហ្នឹងបើសិនជាខ្ញុំទៅបេះពធាហ្នឹងទោះបីខ្ញុំរុនពធាហ្នឹងតអស់ពីដើមទៀតក៏វាអត់មកព្រូដែរប៉ុន្តែបើសិនជាយាយមកវារត់មកតាមយាយវារត់មកព្រូយើងហ្នឹងហើយឆ្កែសំដែងហ្នឹងហើយឆ្កែអាងយាយដល់ពេលអញ្ចឹងទៅវាដល់ពេលយាយមករត់មកពេលវាយយើងវារត់មកតាមក្រោយព្រូដូចសាហាវតែបើសិនយើងនៅហ្នឹងវាដើរកាត់យើងធម្មតាអត់អីទេវាអត់ព្រូយើងអត់មានយាយអត់អីហ្នឹងអត់មានយាយអត់អីទេដល់ពេលថ្ងៃហ្នឹងខ្ញុំទៅបេះពធាលេងខ្ញុំនោះនេះបេះអញ្ចឹងលឺយាយស្រែកពីលើផ្ទះលឺពីលើផ្ទះដល់ពេលហើយនោះនេះយាយមកនឹងរត់ពេលហ្នឹងអត់ដឹងថាយាយស្លាប់ពេលហ្នឹងភ្លេចតែយាយស្លាប់ហ្នឹងហើយគាត់ស្រែកថាម៉េចដែរគាត់ស្រែកថាឯងបេះពធាអញនោះនេះរត់អាឆ្កែនឹងរត់មកគឺអាឆ្កែរត់មកប៉ុន្តែអត់ឃើញយាយទេចឹងមកតាមបងចឹងថាលឺសលេងគាត់ស្រែកប៉ុន្តែអត់ឃើញគាត់ប៉ុន្តែឃើញអាឆ្កែនឹងរត់មកដូចជាពេលគាត់មកចឹងហ្នឹងបានន័យថាឆ្កែនឹងវាឃើញយាយហើយវារត់មកតាមយាយហ្នឹងប៉ុន្តែពួកយើងរត់នឹងស្អុយពួកយើងរត់នឹងធំក្លិនស្អុយប៉ុន្តែអត់ឃើញយាយទេខ្មោចលងហើយពេលហ្នឹងថាខ្មោចលងហើយដល់ពេលហើយពួកខ្ញុំហើយអស់ដល់មានទឹកឡើងមកតាមថាពេលដែលទឹកឡើងមកវាមានពួកបងប្អូនខាងវៀតណាមគេមកនៅនឹងដែរហើយគាត់ចិត្តល្អមានវៀតណាមមកគ្រួសារគាត់មកនៅហ្នឹងគាត់តែងតែឲ្យពេលនេះឲ្យត្រីអីយាយពេលទឹកឡើងហ្នឹងគាត់មកនៅក្រុមដើមប្រធានហ្នឹងហើយហ្នឹងដល់ពេលគាត់មកនៅក្រុមដើមប្រធានហ្នឹង
ngày nắng còn nơi một khu xa con chừng ngờ bật dây ở đây khơi dây máu sao đang thay dây sạp tiết ở bên này cái tập hẹp tập về tới thấy con nơi khổ nào một tí nữa con thư mà hô thư anh em thôi mà đang ban mặc hai tập về mặc hai con mùi khu xa con nắng chấp nào miền hưởng bánh hà lồng lại là chơi hay con đang thay dây lon tiết con thay dây tập về dụng là ap hiện nghĩ lá nhá con khơi mà nước lơ đam một tí nó bay một tí phần tay mà nước nó bỏ bê tông có tha mà nước nó bỏ bê tông này cả hòm còn gì chứ á có tha có phèm nè cụ để bật điện sơn nữa á có tháng ở pôn có là sao mà tinh bà lại nơi sả năng miền nơi cho sả nó kia miền lụi nhá vì thấy có phèm đấy nè cụ nó có tháng tập là nghĩ la chứ á khơi mà nước hiện chật nát bàn tay sạch con bỏ bê tông hay này con có hóm con bay một tí con lan nó lừa một tí nó lừa đam một tí đằng lừa sả rong á năng ngày lừa rong lừa đam một tí đằng hay là nó một nước chai năng ngày hay con mượn score dây là pe quạt chụp nhồi đònไปtới quạt có nó này rơi trên bị nắng tử hay mà côn điệt côn nó mới đám thọp nó đầy nó là ngay là không và bạn đám hiện ba này nó ra vô quạt ba này đã trong ba này luôn về dần tới đòn ngày nó dây lon tầng côn còn đó đây lon côn đấy lừa nó lon côn nó ba này nó mới hở trên chứ thằng ăn nào kìa lon là biêm mày bằng đằng này nhưng ba còn ha nên trăm man ha ông sấy mà nè ông sợ đi côn bờ bạc quạt đó lon haมีเครื่องตู้แบบเวียจะมีเครื่องตู้มั้งก็สมัยนั้นเลยนึงก็สมัยให้กับตู้นึงมีกายบกอดกายบใหญ่นึงก็ตู้ทางไกลประมดทางตู้นึงมวยให้ก็ท่าก็กระพงน่ะสมัยนั้นตู้นึงเวลาบางหัวไหนไงขึ้นก็เวียจริงมามั้งก็เวียจริงมีตู้นึงมามั้งให้แต่ไปน้อยก็จับเอาคนก็ให้บ้าเวียรถจริงมามั้งให้ก็ตัวทั้งตกเจ้าให้เอาไปไหนกินเลยเอาไปไหนกินเลยให้ตกละโหนก็đã luôn ấyแต่เอาไปไหนกินติงดอกของไงนั่นเตี้ยนั่นน่ะเอาไปไหนกินติงnè tại ăn miên nè khéo đồng món đại kia đăng hiền thật đấy nhỉ ăn hiền này ăn miên này kia tinh gì tới tia nó cứ ăn đói tinh mà quạt ha ngoài này đăng tha tia hừ mà chắc nó cái giấy nó tia hừ mà chắc cho tới bây giờ kia mà nó không tốt này mà tia nó cứ ăn mà này nơi gạt mà này tinh gạt mà này trong mưa tới ăn sành đó là lớn nè đó là lớn hộp cho mấy nè đó là lớn còn tha đó là lớn nó đam thì cặp chào hay cái thư là bon sành đó cái cặp chào hay hay còn tha nó tia nó đây nhân từ của đây có bờ tam sắp móc chuyện đây là này trong đấy cứ chèn tờ lễ chọp tờ lễ hay nơi chọp xà là tiệt chọp lời thông chọp nền đây xã đó đây là gì chẳng áนี่คือสายเยือนตีมวยแต่บองโกนจอนกอดบานใจเล็กเนี่ยเนี่ยโยเคยแมทได้ไอเบอร์สมัยย้อมอีกนึงมีจำงอติดตัวได้โดยทางกันหลายได้สายเยือนได้โจคนนี้มีหนาเกบกสายเยือนนึงโจคนนี้lấy tim mũi bong sấy để có thưa cài kê năng mà té chỉ đo nhưng hai đo chắc đo chỉ mỗi lục dây có lụa nôm khối nôm con nắng hay năng ta con tụ cho mà bay này để có chuột nắng nơi khoa thật ta con tụ mũi tiết đấy để ở toàn chuột của ta con tụ có slap này có ta đo sọc có slap sọc ta đang tham mưu lại đây cho mà này ta slap tầng bay nè slap tầng bay nè để khơi nó không hai can này có slap nó lơ tú đó cứ slap tầng bay nè chân chuột hai can hay slap tầng bay nè tạm đòn bà năng ngày tầng bay nè mong miền này bong nè phum quạt miền man bột sa hưởng châu này mạch bài nào năng bong bột năng nó sa hưởng này bộ nhom vậy nó cứ đăng to lên mất ra chứ tha năng ngày anh ấy nếu mà em tha đã cho nó chứ lại bong đã phổ bia hình chầm lại hay là muối cơ mình trăm hưởng cọp chuôn phổ bia slap nó tầng bay nè hay nè là cho cả thái nó lớn nó cứ slap tầng ao đây kia vậy cái ớt phật mong cái ớt phật thì chẳng mình tha bằng ngày bong đã từ đạp hay còn đại hồ này bà 20 tiết ở về để lọc nắng thòm đá tu đó hồแต่เลยhồ tao vì ban hồ ngày bị phai àដូចអត់ទេបងពេលចូលតាមខ្មែរហ្នឹងគឺទឹកអត់ឡើងអត់ស្រួយទឹកអត់មានឡើងអត់ស្រួយអញ្ចឹងទឹកហ្នឹងអត់ទៅហូរបាទអត់ទៅហូរទេអញ្ចឹងឃើញមកក្រមកល្មមមកឃ្លាតឆ្ងាយពីកន្លែងហ្នឹងមកល្មមមិនអត់ឆ្ងាយដល់ណាអញ្ចឹងប្រហែលជាតលេអត់សូវធំណាស់យីហ្នឹងហើយ1ម៉ោងឯដែរ1ម៉ោងហ្នឹងកំឡុង1ម៉ោងហើយណាមួយវាអត់មានមនុស្សទៅមកអីទេព្រោះគេចូលឆ្នាំអញ្ចឹងណាដាក់មកក៏អត់សូវមានដាក់អីក៏ដាក់ដែរហ្នឹងហើយព្រោះគេទៅស្រុកទៅអីដែរអញ្ចឹងហ្នឹងអូខេពេលអញ្ចឹងទៅក៏នៅទៅហ្នឹងហើយដោយសារខ្ញុំស្រុកម្ដាយខ្ញុំគាត់នៅស្អាងដែរហើយត្រូវឆ្លងដដែរដល់ពេលអញ្ចឹងសម័យឃើញអាដដែរបាទហ្នឹងហើយខ្ញុំធ្លាប់ឆ្លងឃើញទឹកទន្លេរៀងហូរអីចឹងណាបាទបងបាទអូខេអ្នកនរគ្នាយកឃើញមិនដែរហើយចង់ដាក់ចំណងជើងអីដែរចំពោះសាច់រឿងទី1របស់បងកូនយន់បើខ្ញុំសាច់រឿងវាប្រតិកលាគ្នាច្រើនពេកដល់ពេលអញ្ចឹងរត់ដាក់ចំណងជើងឲ្យវាចូលគ្នាបានណាដាក់ចូលដាក់ដែរព្រោះបើថាម្ចាស់ដីម្ចាស់ដើមពធាក៏អត់កើតដោយសារសាច់រឿងលោកយាយមួយហ្នឹងបាទតែម្នាក់ឯងអ្នកកាន់ដ
កាន់ផែ ម្ចាស់ដម្ចាស់ទូកដ ម្ចាស់ទូកដ ចាទូកដក៏គាត់តែម្នាក់ឯង និយាយវាសាច់រឿងវាចូលគ្នាច្រើនពេកអត់មានចំណងជើងអញ្ចឹងសម្រាប់ខ្ញុំរកនឹកចំណងជើងឃើញតែបើសិនជាអ្នកអស់គ្នាមានរកនឹកចំណងជើងឃើញកុំភ្លេចឲ្យម្នាក់មួយហងជាពិសេសគ្នាយើងកំពុងមើល Premium Live តាមរយៈ Smart Asita អូខេឥឡូវយើងតទៅសាច់រឿងទី2ហ្មងណាបងណា ហ្នឹងហើយមុននិយាយរឿងសាច់រឿងទី2នេះខ្ញុំចង់ឲ្យទស្សនិកជនស្ដាប់ពាក្យខ្ញុំមួយថាពាក្យដែលខ្ញុំនិយាយសូមប្រិយមិត្តទាំងអស់ដែលបានស្ដាប់ស្ដាប់ដោយប្រើវិចារណញ្ញាណព្រោះនេះជាជំនឿបែបបុគ្គលបាទព្រោះនេះជាការជឿបែបបុគ្គលព្រោះខ្ញុំជួបក៏ជួបតែឯងអញ្ចឹងខ្ញុំអត់ដឹងមានផតាងឲ្យយកមកបង្ហាញដល់អ្នកនរគ្នាដែរ អូខេដូចត្រូវជាមួយនឹងកម្មវិធីរបស់យើងដែរបងដោយសារខ្ញុំតែងតែរំលឹកគ្រប់អេពីសូតអញ្ចឹងខ្ញុំថាកម្មវិធីខ្ញុំជាកម្មវិធីកំសាន្តបែបរន្ធត់តែប៉ុណ្្នឹងឯងមិនមែនជំរុញឲ្យអ្នកនរគ្នាដាច់ខាតត្រូវតែមិនជឿដាច់ខាតត្រូវតែជឿឯងមិនអញ្ចឹងឯងបើគាត់ជឿក៏គាត់ជឿចុះហើយស្ដាប់ដោយវិចារណញ្ញាណទៅតែបើគាត់មិនជឿក៏ស្ដាប់ជាការកំសាន្តទៅព្រោះនេះគឺជាកម្មវិធីកំសាន្តតែប៉ុណ្្នឹងទេអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាយល់ចំណុចដែលចំណុចត្រង់ហ្នឹងអញ្ចឹងបើមានការលើសលួសអីសូមពុកម៉ែបងប្អូនកុំប្រកាន់អីអត់មានអីទេអញ្ចឹងអ្នកនរគ្នាស្ដាប់សប្បាយៗណាបាទអរគុណបងតាយើងអញ្ជើញហ្មងអញ្ចឹងសាច់រឿងទី2នេះខ្ញុំចង់និយាយនៅភូមិខ្ញុំដដែលហ្នឹងហើយនៅភូមិដដែលប៉ុន្តែតាក់តងទៅនឹងបងស្រីម្នាក់ដែរអាហ្នឹងរឿងរបស់គាត់តែហ្មងកាលហ្នឹងខ្ញុំរៀនអនុវិទ្យាល័យកាលហ្នឹងខ្ញុំរៀនអនុវិទ្យាល័យណាបងដល់ពេលអញ្ចឹងទៅខ្ញុំមានមិត្តភក្តិស្រីម្នាក់ហើយមិត្តភក្តិស្រីហ្នឹងគាត់មានបងស្រីរបស់គាត់ម្នាក់បន្ទាប់មកពេលដែលគាត់រៀនមួយខ្ញុំហ្នឹងស្រាប់តាមមួយរយៈក្រោយមួយរយៈបានមួយរយៈពួកខ្ញុំចេះអាសាតលេងតែគាត់ដែរបន្ទាប់មកចេះឆ្ងល់បងស្រីគាត់រឿងចម្លែកអញ្ចឹងហ្នឹងហើយគាត់ក៏ប្រាប់ថាបងស្រីគាត់ឈឺគាត់និយាយរឿងប្រាប់ខ្ញុំពេលឈឺហ្នឹងដំបងឡើងចេះគាត់ថាបងគាត់ទៅរៀនអីធម្មតាបងគាត់រៀនវិទ្យាល័យធម្មតាបន្ទាប់មកបានថ្នាក់ទី10ទី11ដល់ទី11ដើមឆ្នាំទី11ហ្នឹងបងស្រីគាត់ហ្នឹងស្រាប់តែឈឺលក្ខណៈឈឺអញ្ចឹងហើយចេះសុំច្បាប់គេសុំច្បាប់ហើយឈឺ3 4ថ្ងៃចុះគ្នាចេះទៅពេទ្យនេះក៏អត់ដែរទៅពេទ្យនេះក៏អត់ជារហូតអញ្ចឹងទៅគាត់ក៏តទៅបេះដែរហើយគាត់ក៏ទៅគ្រូខ្មែរផងអីផងដល់ពេលទៅគ្រូខ្មែរផងចេះច្បល់ចូលគ្នាណាដល់ពេលយូរទៅបងស្រីកាន់ធ្ងន់ទៅដំបងឡើយហ្នឹងគាត់គ្រាន់តែក្តៅខ្លួនអីទេដល់ពេលហើយបន្ទាប់មកបានប្រហែលថ្ងៃទៀតមកគាត់ក៏មានអារម្មណ៍ថាគាត់រៀងចង់អត់សូវមាត់សូវកសោះដែលគាត់ទាំងតែគាត់ហ្នឹងគឺជាមនុស្សរុះរាយគាត់ក៏បងស្រីហ្នឹងចាប់ដើមបាត់មាត់បាត់កទៅក៏និយាយពីផ្ទះគាត់គឺមានសមាជិក4នាក់មានម្ដាយគាត់ប៉ាគាត់ហើយបងស្រីគាត់ហើយនឹងគាត់តែគាត់មាន2ជាន់ថ្មក្រមឈើលើហើយគាត់នៅលើ2នាក់បងស្រីគាត់មកកតុបម្នាក់ដល់ពេលប៉ាម៉ាក់គាត់គឺគេសម្រាប់នៅក្រមដល់ពេលអញ្ចឹងទៅគាត់ក៏នៅលើហ្នឹងតាំងពីបងគាត់លេងមកគាត់ក៏ទៅគេងកដោហ្នឹងហើយហើយម៉ាក់គាត់ហ្នឹងធ្វើអ្នកលក់ផាក់លៅហ្នឹងហើយផាក់លៅអញ្ចឹងទៅព្រលឹមឡើងគាត់មានហ៊ុនជ្រូកហ៊ុនអីអញ្ចឹងណានៅផ្ទះគាត់ហ្នឹងទៅដំបងឡើយចាប់ផ្ដើមផ្លែកហ្នឹងគាត់ទៅគេងកដោបងគាត់ថ្ងៃទី1លើកទី1ហ្នឹងបងគាត់ចាប់ផ្ដើមផ្លែកលើកដំបងណាតែថាចេះគេងអញ្ចឹងហើយយំគាត់លឺយំអញ្ចឹងគាត់ឆ្ងល់គាត់ដាស់គាត់ស្មានបងគាត់ឈឺគឺមើលមាអញ្ចឹងណាគាត់ក៏ដាស់ទៅបងស្រីគាត់ថាមាននឹងអីគាត់ថាលឺបងឯងយំបងស្រីហ្នឹងក៏អត់មាត់បាត់ពាក់ខ្ញុំក៏អត់មាត់ហើយហ្នឹងប្រហែលជាមើលមាហ្នឹងហើយគាត់ក៏ឡងទៅស្អែកឡើងគាត់គេងកដោទៀតបងគាត់ចាប់ផ្ដើមផ្លែកទៀតលក្ខណៈថាគាត់គេងក្រែមួយគ្នាអញ្ចឹងក្រែមួយ2នាក់ហើយបងស្រីគាត់ហ្នឹងអាសាចុះមកក្រោមហើយលក្ខណៈថាអោនទៅដូចកដាលបងធ្វើដូចកដាលហ្នឹងហើយធ្វើដូចកដាលអញ្ចឹងហើយកវិកាច់មកចេះហើយគាត់ថាបងស្រីគាត់មានបញ្ហាគាត់បងមិត្តភក្តិខ្ញុំណាគាត់ងើបមើលហើយគាត់ថាបងមិត្តភក្តិខ្ញុំហ្នឹងមានរឿងអីគាត់ក៏ហ៊ានដាស់ដែរគាត់ទៅហៅប៉ាគាត់មើលហាមនេះបងស្រីមានអាការៈអញ្ចឹងព្រោះប៉ាគាត់នៅក្រោមអញ្ចឹងអត់ដឹងរឿងណាដល់ពេលហើយប៉ាគាត់មកមើលមកឃើញអញ្ចឹងមែនឃើញអញ្ចឹងគាត់ក៏ថាដូចរៀងប្លែកថាមិនក៏កូនទៅអញ្ចឹងអីចឹងដាស់ទៅគាត់ក៏ភ័យដែរអញ្ចឹងគាត់ក៏ដាស់បងស្រីឡើងមកធម្មតាស្អែកឡើងទៀតចាំបានផ្លែកទៀតចេះបើកទ្វារចេញបើកទ្វារពីកតុបហ្នឹងដល់ហើយបើកទ្វារកតុបចេញមកក្រៅហើយទៅឈរនៅអាមាត់ចដាហ្នឹងហើយស្រែកទៅម្នាក់ឯងហ្នឹងបើកទ្វារគេជីកាត់ហ្នឹងគេឆ្ងល់ថាព្រលឹមឡើងហ្នឹងគេជីកាត់ដែរណាគេឃើញគេឆ្ងល់ថាបងស្រីហ្នឹងមានរឿងអីហើយទៅបងស្រែកបែបម៉េចបងដឹងហើយគាត់ស្រែកលក្ខណៈស្រែកហ្មងលក្ខណៈស្រែកហ្នឹងហើយហាអញ្ចឹងទៅហ្នឹងហើយស្រែកញ៉ៃទៅគេក៏ឆ្ងល់ថាបងស្រីមានបញ្ហាអីចឹងស្មានស្ទះអារម្មណ៍អីចឹងហ្នឹងហើយទៅបងមិត្តភក្តិខ្ញុំហ្នឹងក៏មកនោះនេះងើបឆោឡោទៅក៏
ប្រាប់បងស្រីទៀតបងស្រីថាមិនមែនគាត់ទេគាត់ថាមិនគាត់នាំគាត់មកឈរហ្នឹងអីចឹងណាគាត់អត់ដឹងខ្លួនទេពេលគាត់បងគេហ្នឹងហើយគាត់ថាគាត់កំពុងគេបន្តមកទៀតយប់តទៀតចាប់ដើមធ្ងន់ជាងមុនទៀតមើលផ្ទះគាត់ហ្នឹងនៅខាងក្រោមកន្លែងម៉ាក់គាត់គេហ្នឹងគឺមានធុងតកអាពណ៌ក្រហមអាធំណាហ្នឹងហើយធុងតកហ្នឹងហើយគាត់ក៏ងើបមកបើកទ្វារគាត់ចុះមកកន្លែងក្បែរធុងតកហ្នឹងថ្ងៃដំបូងហ្នឹងក្បែរធុងតកហ្នឹងគាត់បើកធុងតកអត់បានបញ្ចប់សាវម៉ាក់គាត់ចាក់សាវហ្នឹងហើយដល់ពេលអញ្ចឹងទៅគាត់ឃើញអាធុងឈាមជ្រូកធុងគេដាក់ឈាមជ្រូកស្ងាត់ស្ងោទៅដើម្បីចាក់ទៅស្ងោទៅយកទៅលក់ឈាមដុំប៉ុន្តែវាអត់តន់ទៅឈាមទេវានៅរាវមួយគាត់តាមយកម្នាក់ផ្ទះគាត់ហ្នឹងហើយគាត់ចុះមកដល់គាត់អោនចុះអាធុងហ្នឹងឲ្យផឹកហ្មងផឹកអាឈាមហ្នឹងហើយមុខគាត់សើឈាមហើយដល់ពេលម៉ាក់គាត់ឃើញហ្នឹងគាត់ភ្ញាក់ម៉ាក់ខ្លាំងមីអូនឲ្យធ្វើអីគេហ្នឹងហើយគាត់ថាគាត់ងាកមកហើយគាត់ដឹងខ្លួនងាកមកគាត់កវៃអាធុងចាស់គាត់យំគាត់ថាមិនមែនខ្ញុំទេដឹងអីគេអត់ដឹងខ្ញុំអត់ដឹងដល់ពេលហើយបន្តមកយប់ទៀតគាត់ថាអារឿងដែលថាគាត់ផឹកឈាមមកអីហ្នឹងគាត់អត់មាត់ដែរបងស្រីហ្នឹងមិត្តភក្តិខ្ញុំថាអត់មាត់អត់មានប្រាប់ហ៊ានប្រាប់ណាគេទេថាកូនចម្លែកអីចឹងក៏ដេកមកយប់ទៀតដល់ពេលដេកមកយប់ទៀតហ្នឹងគាត់មួយបងស្រីហ្នឹងមិត្តភក្តិខ្ញុំមួយបងស្រីហ្នឹងគាត់ឆ្ងល់ថាបងស្រីគាត់ហ្នឹងបាត់ទៅណាអត់ឃើញបងស្រីគាត់ងើបមកអត់ឃើញនៅឆាល់រហូតអត់ឃើញទេទៅដាស់ប៉ាម៉ាក់គាត់ហ្នឹងទៅរមើលទៀតអត់ឃើញនៅក្នុងផ្ទះអត់ឃើញទេក្នុងកន្ទប់គាត់ហ្នឹងក៏អត់ឃើញនៅកន្ទប់ប៉ាគាត់កន្លែងអីក៏អត់ឃើញទាំងអស់បាត់គាត់ដល់ពេលបាត់គាត់ទៅនៅណារហូតឆាល់រហូតអត់ឃើញដល់ម៉ោង6ម៉ោង7ដល់ពេលម៉ោង6ម៉ោង7គាត់ដើរចេញមកពីកន្ទប់គាត់ដេកគាត់ថាគាត់ក្នុងកន្ទប់ហ្នឹងហើយគាត់ថាចេះគាត់ឃើញប្អូនគាត់ដើរតែអត់ហៅគាត់លក្ខណៈថាគាត់គេងនៅលើពូកទេប៉ុន្តែប្អូនគាត់មើលអត់ឃើញថាមើលអត់ឃើញគាត់ហើយរហូតគាត់ពេញហ្នឹងរហូតអត់ឃើញទេតែដល់ពេលកំពុងតែនៅមុខផ្ទះហ្នឹងឃើញគាត់ដើរចេញពីកន្ទប់គាត់មកប្រាប់គេថាប្រាប់សួរមីអូនថាមិញមីអូនមកដាស់ហើយឃើញដើរទៅមករហូតស្រែកពេញហ្នឹងមិនក៏មិនហៅគាត់ឃើញតែគាត់ងើបអត់រួចអញ្ចឹងហ្នឹងហើយគាត់ដឹងខ្លួនតែគាត់ងើបអត់រួចប៉ុន្តែឃើញប្អូននោះដើរទៅមកក៏មុខគាត់ហ្នឹងទេតែអត់ហៅគាត់អីចឹងដឹងថារកអីគាត់សួរថារកអីតែគេថាអត់មានរកអីទេស្មានថារកអីវ៉ាន់អីចឹងណាដល់ពេលហើយចាប់ដើមធ្ងន់មែនតើគាត់លែងដឹងខ្លួនហើយពេលហ្នឹងគាត់មកមើលលែងដឹងខ្លួនហ្មងលក្ខណៈថាគាត់ឈឺខ្លាំងហ្នឹងបងគាត់ឈឺខ្លាំងមែនតើគាត់មើលមីចឹងហើយម៉ាក់គាត់ហ្នឹងស្មានថាគាត់ហ្នឹងមានបញ្ហាផ្លូវចិត្តយកទៅពេទ្យហ្នឹងនៅការខ្ញុំហ្នឹងនៅមានមណ្ឌលសុខភាពទៅក៏យកគាត់ហ្នឹងទៅដាក់មណ្ឌលសុខភាពហ្នឹងនៅមណ្ឌលសុខភាពហ្នឹងគេមានអ្នកចាំវេនចាំអីចឹងហើយគេមានកន្ទប់មួយសម្រាប់ស្នាក់ស្នាក់នៅចឹងទៅហើយកាលហ្នឹងនៅមណ្ឌលសុខភាពហ្នឹងមានប្រទេសជប៉ុនគេឧបត្ថម្ភមានថ្នាំមានអីច្រើនណាហើយឲ្យគាត់លេបថ្នាំផ្លូវចិត្តច្រើនណាបងច្រើនប្រភេទខ្ញុំអត់ដែរអត់ច្បាស់ដែរខ្ញុំលឺមកភ័ក្រខ្ញុំនិយាយហើយទៅឲ្យគាត់លេបថ្នាំហ្នឹងឲ្យគាត់លេបថ្នាំគ្រូពេទ្យក៏នៅតែអត់បាត់ដែរគាត់នៅតែចឹងគាត់នៅតែមើលមីចឹងដល់ពេលយប់មួយគ្រូពេទ្យដល់មកអ្នកគ្រូពេទ្យហ្នឹងគាត់ទៅកន្ទប់ហ្នឹងព្រលឹមណាគាត់ចូល check មើលបងស្រីហ្នឹងគាត់ចម្លែកដែរគាត់ថាឃើញបងស្រីហ្នឹងអត់មាត់ទេហើយអង្គុយឲ្យអោនមុខចុះចឹងហើយសក់គាត់បាំងចេះអោននៅអង្គុយនៅលើពុកហ្នឹងឡើងថ្មឹងរត់ដល់អត់ដែរឃើញអង្គុយទេកម្ដៅឃើញគាត់ដេកចឹងហើយគាត់អស់ខ្លាំងដល់ពេលចឹងហ្នឹងក៏ឃើញគាត់អង្គុយចឹងទៅបើអ្នកគ្រូពេទ្យហ្នឹងគាត់ដើរចិត្តទេគាត់សួរថ្ងៃហ្នឹងមានអារម្មណ៍ល្អហើយអង្គុយហើយអត់តបទេដល់ពេលអ្នកគ្រូហ្នឹងរកថ្នាំរកអីចាក់យកថ្នាំយកអីចាក់ឲ្យគាត់ងាកមកគាត់ស្រែកគាត់ថាកុំចាក់អញអត់មានត្រូវចាក់អញអត់មានឈឺអីទេអញ្ចឹងហុកអីហោកធាក់ចេញទៅក្រៅទ្វារអ្នកគ្រូពេទ្យហ្នឹងក៏ទប់ជាប់អត់ឲ្យចេញទេព្រោះតែគាត់ឈឺចឹងក៏រត់ទៅខ្នល់ព្រោះមណ្ឌលសុខភាពហ្នឹងចិត្តខ្នល់ហ្នឹងដល់ពេលទៅគាត់ក៏ទប់ជាប់ពេលហ្នឹងទប់ជាប់ក៏ចាប់ដើមលែងបដ ாய் ទេពេលចេញទៅណាត្រូវចាក់សោក្រៅឲ្យគាត់ចេញទេគាត់ហៅថាធ្ងន់គាត់ត្រូវកាត់ចេញទៅក្រៅអញ្ចឹងគាត់ហៅថាធ្ងន់ណាដល់ពេលយប់ហ្នឹងដល់ពេលយប់បន្ទាប់មកទៀតហ្នឹងគាត់ក៏អ្នកគ្រូពេទ្យហ្នឹងក៏អត់តបានទៅមើលឯពេលយប់ហ្នឹងគាត់ដើរមើលតាមកញ្ចក់ទ្វារប្អួតចឹងណាបាត់អត់ឃើញបងស្រីហ្នឹងអត់ឃើញបងស្រីហ្នឹងគេនៅលើខែហើយគាត់ភ័យអ្នកគ្រូពេទ្យហ្នឹងគាត់ភ័យគាត់ដើរចូលទៅបើមើលចំហៀងក៏អត់ឃើញអីក៏អត់ឃើញដែរហើយគាត់ដើរចិត្តខែចឹងដើរទៅមើលទៅនេះមើលនោះអ្នកគ្រូបងស្រីនៅក្រុមខែហ្នឹងហើយគាត់អត់ក្បាលជីមកគាត់ខំកផ្លូវអ្នកគ្រូពេទ្យនេះខំមកកផ្លូវហ្នឹងឡើងឈាមបងហើយតាមធម្មតាអ្នកគ្រូពេទ្យគាត់ពាក់ស្លៀកខ្លីហ្នឹងហើយខំអ្នកគ្រូនើសហ្នឹងឡើងឈាមឡើងហើយឡើងដាច់សាច់ខំមកទៅហឹងហ្មងឲ្យដាច់សាច់ហ្នឹងហ្មងដាច់សាច់ម្ដុំហ្នឹងហ្មងនិយាយថាគាត់ឃ្លានណាគាត់ថាគាត់ឃ្លានណាគាត់ថាគាត់ឃ្លានអាហ្នឹងហើយនៅក្នុងនោះមិនអត់មានណាមានមហូបមានអីញ៉ាំធម្មតាប៉ុន្តែគាត់ឃ្លានគាត់ថាគាត់ឃ្លានគាត់ចង់ខំឈាមហ្នឹងគាត់ចង់ឃ្លានអាឈាមហ្នឹងដល់ពេលហើយគាត់ក៏រងរបួសចឹងអ្នកគ្រូពេទ្យហ្នឹងគេនោះនេះផាឆាឡោគ្រូប្រុសហ្នឹងក៏នោះមកចាប់អីចឹងណាព្រោះដឹងអាស្រែកមកអើពេទ្យហ្នឹងខំមកទៅហឹងអាខំទៅហើយហ្នឹងអាសាច់នៅក្នុងមាត់ហ្នឹងនៅទៅពីនៅខំហ្នឹងគាត់ឈាមពេញហ្នឹងគាត់លេបហ្មងគាត់ញ៉ាំអាសាច់ហ្នឹងហ្មងដល់ពេលចឹងអ្នកគ្រូពេទ្យហ្នឹងក៏គាត់
គេមកព្យាបាលអីគាត់ហ្នឹងទៅអាកន្លែងកំភ្លើហ្នឹងគាត់ព្យាបាលជាតែគាត់ថានៅស្នាមអញ្ចឹងអ្នកគ្រូពេទ្យគាត់ស្ដាប់រឿងហ្នឹងគាត់ដឹងហើយគាត់មានស្នាមហ្នឹងហ្នឹងហើយអ្នកគ្រូស្នាមសាគាត់ខំដាច់មួយដុំហ្នឹងហ្មងចុះតម្មាក់ដូចស៊ុបមីណាយ៉ាងណាគាត់នៅក្រោមតុកដល់ពេលអ្នកគ្រូអាចតុកព្រោះគាត់ណារកគាត់អត់ឃើញចុះធម្មតាគាត់អត់ដែរអញ្ចឹងឯងដល់ពេលអញ្ចឹងទៅគេក៏ចាប់ដើមដាក់ច្បាក់ដៃឯងព្រោះពេលហ្នឹងគាត់ខំគេអីហ្នឹងហើយដាក់ច្បាក់ដៃសងខាងច្បាក់ជើងសងខាងបន្ទាប់មកគាត់ក៏ដល់ពេលដូរគ្រូពេទ្យថ្មីមួយទៀតគ្រូពេទ្យស្រីថ្មីមួយទៀតមកមើលគាត់ហ្នឹងហើយមើលគាត់ពេលហ្នឹងគ្រាន់តែពេទ្យចោមភ្លាមគឺគាត់កតាក់ដៃកតាក់ជើងអត់ឲ្យពេទ្យធ្វើអីគាត់ទាំងអស់គាត់ចាប់ដើមខ្លាំងហ្មងគាត់ដឹងថាគាត់មានកម្លាំងពីណាកតាក់ចុះកតាក់ឡើងអត់ឲ្យពេទ្យធ្វើអីបានទាំងអស់ពេលអញ្ចឹងទៅអ្នកគ្រូពេទ្យគេថាអស់លទ្ធភាពហើយអញ្ចឹងគេក៏ផ្ដល់ដំណឹងហ្នឹងឲ្យគ្រូសាគាត់ទទួលគាត់ដើម្បីយកទៅពេញអីហ្នឹងទៅហ្នឹងហើយដល់ពេលអញ្ចឹងម៉ាក់មិត្តភក្តិខ្ញុំហ្នឹងគាត់ក៏ទៅទទួលបងស្រីហ្នឹងពីពេទ្យមកទទួលពីពេទ្យមកហ្នឹងគាត់ក៏នៅផ្ទះគាត់ពេលនៅផ្ទះគាត់ហ្នឹងម៉ាក់គាត់ដាក់ច្បាក់ដែរប៉ុន្តែច្បាក់ជើងអូខេហ្នឹងហើយដាក់តែច្បាក់ជើងឯងច្បាក់កជើងនេះបងអត់តនេះមកដល់ផ្ទះអត់តដាក់ច្បាក់អីពេលហ្នឹងអត់តដាក់ច្បាក់ភ្លាមឯងគាត់មកដល់ផ្ទះភ្លាមម៉ាក់ប៉ាគាត់ហ្នឹងគាត់ហាមយាមនៅនឹង24ម៉ោងអត់តនៅក្នុងកន្ទប់ឡើយណាត្រូវមានអ្នកនៅចាំមើលគាត់ហ្នឹងហើយអត់តដាក់ច្បាក់អីព្រោះគាត់អត់តនឹងរឿងគាត់ថាខំកំភ្លើហ្នឹងនៅទប់បានអីចឹងប៉ាគាត់នៅអញ្ចឹងមើលឬប្រយដែរហ្នឹងដល់ពេលហើយបងមិត្តភក្តិខ្ញុំអត់ហ៊ានទៅក្បែរគាត់ទេមិត្តភក្តិខ្ញុំអត់ហ៊ានហ្មងតែពេលហ្នឹងចាប់ដើមដឹងទេត្រូវហ៎ហ្នឹងហើយមានតែម៉ាក់គាត់ដែលយកបាយទៅឲ្យដល់ពេលអញ្ចឹងទៅថ្ងៃមួយគាត់លួចរត់បានលួចរត់ចេញពីក្នុងផ្ទះហ្នឹងហើយថ្ងៃហ្នឹងចង់និយាយចេះអាការៈគាត់ហ្នឹងពេលដែលថ្ងៃធម្មតាបើថ្ងៃហ្នឹងអត់ថ្ងៃសិលអត់ថ្ងៃអីធម្មតាថ្ងៃធម្មតាយើងណាគឺគាត់មិនមែនគាត់ទេលក្ខណៈថាគឺចាប់អត់បានហ្មងចាប់ឆ្នេះហ្មងតែថ្ងៃសិលគាត់ចាប់បានថ្ងៃសិលហ្នឹងគាត់រៀង slow រៀង slow ហ្នឹងហើយថ្ងៃសិល slow ដល់ពេលអញ្ចឹងទៅគាត់ចាប់ដើម slow ថ្ងៃ slow ហ្នឹងថ្ងៃសិលហ្នឹងមានតាទូដងណាទូដងនៅព្រៃហ្នឹងហើយដើរកាត់មកផ្ទះគាត់ជួបម៉ាក់គាត់ហើយជួបឃើញបងស្រីហ្នឹងលើផ្ទះហើយទៅក៏ប្រាប់ម៉ាក់គាត់ថាយ៉ាងសុំបងស្រីហ្នឹងមកថាមកសុំអញ្ចឹងថាមកសុំបងស្រីហ្នឹងមកឲ្យទៅនៅមួយគាត់អីចឹងអាពេលនិយាយហ្នឹងបងស្រីហ្នឹងគាត់ចុះមកលុតជង្គង់សាពះហ្មងសាពះលោកតាទូដងហ្នឹងហ្នឹងហើយហើយលោកគ្រូហ្នឹងលោកគ្រូដែលសោតហ្នឹងគាត់មើលមុខហើយឃើញបងស្រីតែអត់និយាយគ្នាទេអត់និយាយគ្នាណាប៉ុន្តែបងស្រីហ្នឹងងក់ក្បាលហើយលោកគ្រូហ្នឹងចេះមើលមកស្ទុះបងស្រីចេះងក់ក្បាលរហូតតែអត់ដឹងនិយាយពីអីទេអត់មាននិយាយគ្នាបងភក្តិខ្ញុំនៅនឹងដែរគាត់ថាអត់មានលឺនិយាយគ្នាគាត់ថាលឺបងស្រីហ្នឹងងក់ក្បាលឃើញបងស្រីហ្នឹងងក់ក្បាលហើយឃើញបងស្រីគាត់ហ្នឹងងក់ក្បាលរហូតតែពេលហ្នឹងយើងនិយាយស្ដាប់បានព្រោះថ្ងៃសិលមនុស្ស slot ហ្នឹងហើយដល់ពេលស្អែកឡើងបងស្រីហ្នឹងគាត់ចង់កិច្ចខ្លួនណាគាត់កិច្ចបានទៀតថ្ងៃហ្នឹងដល់ពេលយប់ឡើងផុតថ្ងៃសិលម៉ោង12ទៅម៉ោង1ទៅផុតថ្ងៃសិលហ្នឹងហើយបាត់គាត់បាត់ឆឹងនោះនេះភ័យថាបាត់គាត់ទៅណានោះនេះដើររោបងដល់ពេលដើររោយូរណោះឃើញគាត់នៅវត្តហ្នឹងមិនថាគាត់ធ្វើម៉េចទេគេមកវិញបងសម័យខ្ញុំដែរឃើញមនុស្សយើងលុតជង្គង់ហើយក្បាលយើងចេះអោនចូលទៅក្រោមចេះហើយដៃយើងចេះហើយចេះហើយក្បាលយើងហ្នឹងអោនចូលទៅក្រោមហ្នឹងឲ្យដល់នឹងខ្នល់ឲ្យដល់នឹងគាត់ដឹងឲ្យដល់ដីហើយដីហ្នឹងគេចាក់ស៊ីម៉ងចាក់សាបបាទគាត់ដើរអស់ក្បាលគាត់ហ្នឹងគាត់រុញក្បាលគាត់ហ្នឹងរហូតហើយបងខ្ញុំនិយាយពេលខ្ញុំព្រឺខ្ញុំឡើងហ្នឹងចេះពេលយើងទៅដល់ហ្នឹងគឺឃើញអាស្បែកក្បាលគាត់ម្ដុំនេះគឺលបកចេះគាត់អស់នឹងស៊ីម៉ងអស់មួយស៊ីម៉ងហ្នឹងហើយបងដឹងតាមពីស្មានណាទេគាត់ដល់ពេលហើយគាត់រុញចឹងរហូតគាត់ដើររុញជាមួយអាមុខវត្តហ្នឹងរុញរហូតដល់អាក្បាលគាត់ហ្នឹងឃើញឡើងឃើញសឡើងឃើញអាលីឃើញហ្នឹងហើយឡើងឃើញឆ្អឹងសហ្មងអស់សាច់អស់ស្បែកក្បាលហ្នឹងហើយនេះមិនចឹងអស់កន្លែងហ្នឹងហើយលបកមកធ្លាក់មុខចេះហើយមិនម៉ាក់គាត់នោះនេះអាភូមិទៅចាក់ហ្នឹងគាត់ថាចេះកុំចាប់ខ្ញុំតែចាប់ខ្ញុំទៅខ្ញុំដេកឯងគាត់ខ្លាចដេកមិនហ្នឹងគាត់ថាចេះគាត់ប្រាប់មិនភ័ក្រខ្ញុំថាបើគាត់ដេកគេចូលហើយគេចូលបានហើយបើគាត់អត់ដេកទេគឺគេអត់ចូលទេថ្ងៃសិលហ្នឹងបើអត់ផុតថ្ងៃសិលទៅបើគាត់អត់ដេកគេអត់ចូលទេអូគាត់ធ្វើអញ្ចឹងដើម្បីឲ្យខ្លួនឯងឈឺសាច់កុំឲ្យខ្លួនឯងដេកលក់ហ្នឹងកុំឲ្យដេកពេលហ្នឹងគាត់ដឹងខ្លួនព្រោះគាត់ជាគាត់ដែរព្រោះថ្ងៃសិលអញ្ចឹងអាពេលអូហ្នឹងគឺគាត់ជាគាត់ហ្នឹងគាត់ជាគាត់ហើយគាត់ធ្វើឲ្យឈឺទៅដើម្បីកុំឲ្យគាត់ដេកលក់ហ្នឹងហើយដល់ពេលអញ្ចឹងទៅបងស្រីហ្នឹងក៏ចាប់គាត់មកនោះនេះចាប់មកដាក់ផ្ទះទៅចាប់ដើមដាក់ច្បាក់ព្រោះអាណិតគាត់មិនដឹងព្រោះនឹងគាត់អាម៉េចហ្នឹងព្រោះគាត់បងស្រីហ្នឹងក៏អត់ដឹងម៉ាក់ប៉ាគាត់ក៏អត់ដឹងក៏ចាប់ដាក់ច្បាក់បងស្រីហ្នឹងនោះនេះនៅដេកយាមនៅក្រោមហើយនោះនេះលែងតែគេងលើហើយម៉ាក់ប៉ាគាត់ដាក់ខែមួយនៅក្រៅហ្នឹងគាត់ដេកយាមហ្មងដល់ពេលដេកយាមហ្មងហ្នឹងមានយប់មួយហ្នឹងគាត់កំពុងយាមកូនគាត់ហ្នឹងគាត់ថាលឺសលេងមនុស្សម៉ាក់គាត់ងើបអង្គុយហើយឃើញគេមកហ្នឹងគឺមានយាយចាស់ម្នាក់ហើយនឹងមានមនុស្សប្រុសម្នាក់
ប៉ុន្តែមនុស្សប្រុសហ្នឹងមានតែមួយជាហៀងខ្លួនទេមួយជាហៀងខ្លួនហ្នឹងគឺអត់មានទេប៉ុន្តែអត់មានឈាមមានអីគាត់ថាអត់ឃើញមួយជាហៀងទេ អត់ឃើញហ្មងខ្មៅឬក៏មិន អត់ឃើញហ្មងនេះមនុស្សហ្នឹងមានមកតែមួយជាហៀងអញ្ចឹងមានដៃហ្នឹងដាក់នៅលើក្បាលបងស្រីហ្នឹងហើយបងស្រីហ្នឹងអង្គុយលុតជង្គង់ហើយបងម្នាក់ឯងមកកណាត់ខ្លួនហ្នឹងយកដៃមួយខាងដាក់លើក្បាលអញ្ចឹងហើយអ៊ំស្រីហ្នឹងនៅខាងនេះហើយអ៊ំស្រីហ្នឹងចាស់ហើយឡើងកោកខ្នងហើយក៏ស្រីប្រាប់ថាមិនក៏ថ្ងៃមកឲ្យវាទៅនិយាយអញ្ចឹងក៏ស្រីដាក់ម៉ាក់បងស្រីម៉ាក់ភ័ក្រខ្ញុំហ្នឹងហើយទៅម៉ាក់ភ័ក្រខ្ញុំក៏ចាប់ដើមនេះហោស្រែកឆោឡោថាមានរឿងអីហើយស្រីប្រាប់ពូម៉ាក់ខ្ញុំមួយប៉ាគាត់ហ្នឹងក៏ងើបមកមើលទៅអត់មានឃើញអីទេមនុស្សបងស្រីលុតជង្គង់អង្គុយធម្មតាហើយម៉ាក់គាត់ហ្នឹងស្រែកទៅហើយម៉ាក់គាត់ពេលស្រែកហ្នឹងគឺអោនចុះហើយគាត់ខ្ទប់មុខហើយគាត់ស្រែកដាស់បងអោនចុះវាមិនអោននៅខ្ទប់មុខនឹងក្នុងភួយហ្នឹងកុំឲ្យឃើញខ្ញុំពុកខ្លាចអូគាត់ខ្លាចហ្នឹងគាត់ខ្លាចទៅគាត់ដាស់ពូម៉ាក់ដាស់គេអញ្ចឹងហើយឲ្យងើបមើលហ្នឹងហើយដល់ពេលងើបមើលទៅពេលពូម៉ាក់មួយពូម៉ាក់ខ្ញុំមួយប៉ាគាត់ហ្នឹងងើបមើលទៅគឺអត់មានឃើញអីអត់មានឃើញអីទាំងហើយគាត់ក៏សមោះនេះហើយថាម៉ាក់គាត់ប្រហែលជាបារម្ភពីកូនពេកសម័យអីចឹងណាហ្នឹងហើយបន្ទាប់មកទៀតក៏គេងមកយប់ដល់នេះគេងព្រលឹមឡើងគាត់ធម្មតារកស៊ីធម្មតាទៅលក់ផាត់ឡូវលក់ធម្មតាដល់ពេលយប់ឡើងនេះអាយប់បន្ទាប់ហ្នឹងគាត់មកគេងដដែលគាត់លឺសលេងក្រកក្រាក់នៅកន្លែងចង្វាក់ហ្នឹងនៅក្រោមផ្ទះហ្នឹងហើយគាត់អត់ចាប់អារម្មណ៍ទេគាត់ជាមួយប៉ាគាត់មួយប៉ាគាត់ហ្នឹងមួយម៉ាក់គាត់ហ្នឹងអត់ចាប់អារម្មណ៍ទេគាត់ក៏គេងធម្មតាទៅហើយដល់ពេលហើយគាត់ខ្ជិលមើលគាត់លឺក្រកក្រាក់ស្មានអត់អីដល់ពេលព្រលឹមឡើងគាត់ងើបមកនៅក្រោមផ្ទះគាត់ហ្នឹងគឺសុទ្ធតែឈាមហ្មងហើយបាត់បងស្រីគាត់ឆឹងអត់មានឃើញបងស្រីគាត់ទេបងស្រីគាត់ហ្នឹងគឺឃើញតែចង្វាក់ប្រទេសហើយនឹងតសហ្នឹងហើយតែសុទ្ធតែឈាមហ្មងក្រោមហ្នឹងបន្តែក្រែងគាត់សុំកាត់តិចហ្មងក្រែងគាត់គេងយាមនឹងក្រោមដែរបាទនៅគេងឈាមនៅក្រោមហ្នឹងក៏គេងយាមនៅក្រោមហ្នឹងប៉ុន្តែពេលដែលលឺក្រកក្រាក់ហ្នឹងគាត់បាត់ខ្លួនគាត់ដឹងថាគេធ្វើអីទេគាត់ដឹងថាបងស្រីធ្វើអីទេគាត់ថាគាត់ខ្ជិបមើលហ្នឹងគាត់ចាំដល់ពេលព្រលឹមឡើងគាត់ងើបមកគឺបាត់ហ្មងបាត់បងស្រីហ្នឹងអញ្ចឹងបានន័យថាមិនមែនពួកគាត់ឡើងទៅគេងលើផ្ទះទេអត់ទេគាត់គេងនៅក្រែហ្នឹងគាត់ដាក់ចងអសអញ្ចឹងហើយគាត់គេងនៅក្រែដាក់ក្រែហ្នឹងគេងនឹង3នាក់ចាំមើលខ្លាចបាត់អញ្ចឹងបាទដល់ពេលហើយបាត់តបានគឺងើបមកគឺឃើញតែឈាមនៅក្រោមហ្នឹងសុទ្ធតែឈាមហ្មងហើយខ្ញុំនិយាយមួយទៀតគាត់ធ្លាប់ចាប់ឆ្មាប្អូនគាត់យកហូបមកអាហ្នឹងមុនពេលគាត់មកពីពេទ្យហើយថ្ងៃទី1ក៏ចឹងហ្មងគាត់ថាគាត់ឃ្លានពេកគាត់ខំសាច់ឆ្មាអូឆ្មាស្រស់ហ្មងហ្នឹងហើយឆ្មាហួរហ្មងបាទហ្នឹងខ្ញុំប្រាប់ហែកឆ្មាហ្មងគាត់ចាប់ឆ្មាមកហែកស៊ីហ្មងគាត់ថាហែកជាពីរហ្មងទាញផ្ដាច់ហ្មងទាញខ្លួនផ្ដាច់ហ្មងទាញដៃទាញជើងផ្ដាច់យកហ្មងហើយឆ្មាប្អូនគាត់ដល់ពេលមកគាត់ថាទុកចិត្តអត់បានទេរហូតដល់គាត់នេះហ្នឹងក៏គាត់បាត់ផ្ទះហ្នឹងថាបានចាប់ផ្ដើមដាក់ច្រវាក់អីមកដាក់ច្រវាក់ហ្នឹងមកដល់ពេលហើយក៏ចេញពីផ្ទះហ្នឹងគឺឃើញតែច្រវាក់ឯងហើយក្នុងក្រោមសុទ្ធតែឈាមបន្តមកទៀតក៏បាត់គាត់សូនឆឹងនោះនេះដើររកឃើញទេម៉ាក់គាត់រកឃើញប៉ានោះនេះដើររកហើយមកភូមិរកឃើញទេបាត់រយៈពេលមួយឆ្នាំណាបងហើយកាលហ្នឹងអត់មានប្តឹងព័ត៌មានអីទេបងអត់មានប្តឹងប៉ូលីសប្តឹងអីទេរកឃើញរកចេះដើររកអញ្ចឹងណាជួយគ្នាដើររកអ្នកភូមិមួយហ្នឹងទៅនោះនេះដើររកទៅរកឃើញដល់ពេលមករយៈក្រោយគាត់ទេមកបងស្រីហ្នឹងទេមកបងស្រីហ្នឹងមានទូរស័ព្ទទេមកចម្លែកគាត់ថាកូនគាត់គាត់ប្រាប់ម៉ាក់គាត់ថាម៉ែចង់មកជួបខ្ញុំនៅភ្នំប្រសិទ្ធភ្នំកលែនច្រឡំភ្នំកលែនបាទភ្នំកលែនបាត់ដំបងភ្នំបាត់ដំបងមានភ្នំកលែនដែរសៀមរាបខ្ញុំតាមលេងចង់តន់ច្រឡំមកភ័យពេកចង់បល់នៅសៀមរាបទៅគាត់ក៏នៅភ្នំកលែនថាមកចង់មករកគាត់នៅភ្នំកលែនហ្នឹងហើយខ្ញុំក៏នាំគ្នាជិះទៅភ្នំកលែនជាមួយគ្រូសាគាត់ហ្នឹងទៅមើលទៅជូនគាត់ទៅមើលបាយទៅដែរបាទទៅដែរពេលហ្នឹងខ្ញុំទៅដែរខ្ញុំជួបគាត់ពេលដល់ទៅជួបគាត់មែនគាត់នៅភ្នំកលែនមែនពេលដែលចាំណាត់គ្នាហ្នឹងគឺគាត់ដើរចុះមកគាត់ដើរបានប៉ុន្តែកជើងគាត់ដាច់មកគាត់អត់មានកជើងទេអញ្ចឹងបានន័យថាពេលដែលគាត់ចង់កិច្ចខ្លួនពីផ្ទះគាត់មកគឺគាត់កជើងនឹងចោលហ្មងកាត់កជើងនឹងចោលហ្មងប៉ុន្តែបងឯងសម័យចេះថាគាត់អត់មានអីក្នុងដៃគាត់កាត់មិនគឺគាត់ប្រើមាត់កកេជើងខ្លួនឯងខ្ញុំហ្នឹងហើយកកេដកដាច់ហ្មងកកេដកដាច់ហើយបានឃើញអាសាច់ជើងនោះវាអត់ស្មើវាឃើញស្នាមវាបងឯងដែលសក់អំពៅហ្នឹងសក់អំពៅដូចអញ្ចឹងស្បែកអូខំហ្នឹងហើយខំដល់គាត់ស្គមហ្នឹងគាត់ឈឺឡើងស្គមហ្នឹងទូចហ្នឹងគាត់ខំដល់គាត់ខំរហូតដល់ដាច់ហ្មងកកេម្ដងតិចហ្នឹងហើយព្រោះគាត់អត់មានកបិតជាប់ជើងជាប់ច្រវាក់ហ្នឹងអត់មានកបិតទេខ្ញុំគិតមិញក្រៃលោយកទៅសោះទៅដោះអីមួយជ្រុងថាអានេះអូយគឺគាត់ប្រើមាត់ខំហ្មងតែសៃអីមិនទៅណាដឹងអីបងប្អូនហ្នឹងហើយព្រោះពេលគេចូលអញ្ចឹងគាត់ចង់រួចខ្លួនហ្នឹងហើយគាត់ចង់កិច្ចហ្នឹងហើយពេលហើយគាត់ទៅដល់ហ្នឹងគឺគាត់ដើរបានប៉ុន្តែកជើងគាត់ហ្នឹងគឺសាច់ដោះរៀងចិត្តទៅគាត់ឃើញស្នាមវា
មូចែកសក់ដកចែកជើងគាត់ដូចអញ្ចឹងហើយទៅគាត់ដើរបានកញ្ឆឹកចឹងទៅដើរកញ្ឆឹកតែគាត់មកគាត់សឿកសពាក់សហើយនៅគឺសឿកសពាក់សហ្នឹងមានវិធីមួយទៀតមិនថាគាត់ទៅហ្នឹងគឺដោយសាររឿងនោះឯងនិយាយតទៀតតែបាទខ្ញុំសុំកាត់តិចណាហ្មងជាសាយអ្នកនរនេះសុំកាត់តិចដោយសារប៉ុងឆ្ងល់ខ្លាំងអញ្ចឹងដាច់កជើងហ្នឹងហ្មងឬមួយក៏ទឹកលឹករបៀបដាច់ហ្មងដាច់អត់មានកជើងទេដាច់ហ្មងលក្ខណៈចែកកជើងគាត់ចែកមូខ្លងហ្នឹងឡើងមានប្រអប់ជើងហើយដាច់ប្រអប់ជើងហ្នឹងអូខេសក់ដាច់ធំកលែកអញ្ចឹងទៅបាទដាច់ធំកលែកជើងហ្នឹងអូខេបាទដល់ពេលអញ្ចឹងទៅគាត់ប្រាប់ម៉ាក់គាត់ថាគាត់នៅនៅសុកហើយហើយមួយទៀតណាបងគាត់មិនមែនថាគាត់មិននៅតែគាត់អាចទៅណាបានទាំងអស់គឺគាត់នៅបានតែភ្នំកលែនហ្នឹងឯងចង់ទៅណាក៏អត់បានដែរមិនមែនថាអត់នៅផ្ទះគាត់ហ្នឹងគឺគាត់នៅទៅណាអត់បានដែរគាត់នៅបានភ្នំកលែនហ្នឹងដោយសារខ្ញុំប្រាប់រឿងទៀតតាក់តងនឹងរឿងបកទៅរឿងលោកតាទូដងវិញតាមពិតម៉ាក់គាត់និយាយថាគ្រូសាគាត់ហ្នឹងគឺមានតំណថាមានត្រូវតអញ្ចឹងតឡើងណាថាគេហៅស្នងទីជាតិហ្នឹងហើយគេត្រូវតអញ្ចឹងពីម៉ែទៅកូនទៅចៅទៅតគ្នាមួយជំនាន់អញ្ចឹងប៉ុន្តែដល់ពេលដល់ជំនាន់គាត់ហ្នឹងគាត់ចង់កិច្ចតាក់តងនឹងលោកតាទូដងហ្នឹងហ្នឹងហើយតាមពិតអ្នកដែលតំណខាងម៉ាក់គាត់ហ្នឹងផ្សេងហើយលោកតាទូដងហ្នឹងផ្សេងដោយសារគាត់មាននិស្ស័យគាត់ចង់ជួយបងស្រីហ្នឹងពេលដែលគាត់មកនិយាយទៅតែគាត់ហ្នឹងឃើញងក់ក្បាលងក់អីហ្នឹងដល់ប៉ិតគាត់និយាយទៅបងស្រីហ្នឹងហើយតែគាត់ថាគាត់អត់ដឹងនិយាយពីអីប៉ុន្តែដល់ថ្ងៃហ្នឹងក៏សួរគាត់ថាធ្វើម៉េចឲ្យរត់ទៅភ្នំកលែនឲ្យបានថ្ងៃដែលគាត់និយាយនេះតែគាត់អាចប្រាប់តាក់ទះបានទេណាអត់អាចប្រាប់តាក់ទះដឹងទេអត់អាចប្រាប់បានទៀតហ្នឹងអាចប្រាប់បានទេបើនិយាយគឺគាត់អត់អាចជួយបានទេលក្ខណៈចេះបងស្ដាប់នៅពេលរបស់ដែលគេចង់បានថាបើសិនជាគាត់ប្រាប់គេថាគាត់ទៅផ្ទះលោកគ្រូហ្នឹងទៅភ្នំកលែនហ្នឹងគឺគេនឹងឲ្យគាត់ស្លាប់តាមផ្លូវគេនឹងធ្វើគាត់ស្លាប់តាមផ្លូវហ្នឹងហើយប៉ុន្តែបើគាត់អត់ប្រាប់អញ្ចឹងអ្នកដែលទៅចាំគឺនៅចាំផ្ទះណាអត់ដឹងទេអត់ដឹងរឿងទេអត់ដឹងអ្នកផ្ទះហ្នឹងអត់ដឹងរឿងមិនន័យថាគេអត់ដឹងរឿងខាងនោះគេអត់ដឹងតែខាងល្ងិតនិយាយខាងល្ងិតគេអត់ដឹងរឿងទេអញ្ចឹងគាត់អាចគេចខ្លួនទៅបានទៅដល់ភ្នំកលែនទៅគឺរស់ហើយខាងនោះដូចថាទឹកដីគេអញ្ចឹងដល់ពេលទឹកដីគេគាត់មានសុខភាពហើយអញ្ចឹងហ្នឹងហើយអញ្ចឹងពេលគាត់ទៅភ្នំកលែនហ្នឹងគឺមិនមែនគាត់ទៅស្នងពីម៉ាក់គាត់ទេគឺគាត់ទៅតាមលោកតាទូដងនឹងជួយគាត់អញ្ចឹងមកគាត់ស្លៀកសពាក់សនៅភ្នំកលែនហ្នឹងឯងចូលសុំថែមតិចចុះដល់ពេលម៉ាក់គាត់ឃើញកូនអញ្ចឹងតើម៉ាក់គាត់អត់មានដឹងថាដោយសារផ្លូវក្នុងផ្លូវងឹតអីហ៎បងគាត់ដឹងប៉ុន្តែដូចខ្ញុំនិយាយគាត់ចង់ឲ្យកូនគាត់បាត់ដែរអញ្ចឹងគាត់ចេះបដៅធ្វើតាមមិនយកទៅពេទ្យផងទៅពេទ្យនោះផងនៅផងណាតែរហូតតែគេជួយអត់បានដែររហូតពេទ្យគ្រូជួយអត់បានដែរអញ្ចឹងមានតែលោកតាទូដងហ្នឹងគាត់ចង់ជួយមកគាត់មានវិសាគាត់ចង់ជួយប៉ុន្តែឲ្យបងស្រីហ្នឹងត្រូវជួយខ្លួនឯងដែរថាត្រូវរត់ទៅភ្នំកលែនហ្នឹងប៉ុន្តែកុំឲ្យគ្រូសាហ្នឹងដឹងមួយឆ្នាំហ៎បងដើរដល់ភ្នំកលែនចុះមានដែរបានសួរថាធ្វើម៉េចបានគាត់ទៅដល់ភ្នំកលែនហ្នឹងគាត់ថាគាត់ដើរហើយគាត់ថាអាឆារយៈណាគាត់ថាដើរហើយអត់អស់កម្លាំងទេដើរទៅដល់ភ្នំកលែនគឺអត់អស់កម្លាំងទេដើរប៉ាំងពីជើងមួយជារៀងអញ្ចឹងបាទហើយសួរទៀតថាចុះដើរពេលថ្ងៃគេមិនឃើញគាត់ថាគេអត់ឃើញទេគាត់ថាដើរតែគេអត់ឃើញទេគេអ្នកផ្សេងគេធ្វើការធម្មតាគេអត់មានខ្វាយខ្វល់បាទដើរតាមខ្វល់ធម្មតាហើយជើងគាត់ហូរឈាមហ្នឹងគាត់ថាគេដើរធម្មតាតែគេអត់ឃើញហើយគាត់អត់មានឈឺចាប់អីអត់គាត់ថាគាត់អត់មានឈឺចាប់គាត់ថាអត់ទាំងហត់ផងដើរទៅនឹងអត់ហត់ទេដូចល្វើល្វាយដូចយល់សប្តិដូចយល់សប្តិដូចគេសំដំគាត់ឲ្យគាត់ទៅអញ្ចឹងហ្នឹងហើយគាត់ដើរទៅអញ្ចឹងគាត់ថាដើរធម្មតាអត់ដឹងរឿងអត់ដឹងអីគាត់ដើររហូតទៅដល់ភ្នំកលែនធ្វើមិនហៅលោកតាឃើញគាត់មានប្រាប់តាណាតំណងទៀតទេបងគាត់ថាដល់លោកតាចាំហ្នឹងហើយគាត់ដឹងថាយើងទៅហ្នឹងគាត់ដឹងថាគាត់ទៅហ្នឹងអូគេដឹងគ្នាហ្មងហ្នឹងហើយពេលដែលគាត់មកគាត់មកនិយាយគាត់មកឈរមុខគ្នាហ្នឹងហើយនិយាយងូក្បាលងូអីហ្នឹងគាត់អត់និយាយហ្នឹងគាត់ដឹងមកគ្នាហ្នឹងចុះនេះបងដល់ពេលលើជើងគាត់របួសចឹងឈាមច្រើនធម្មតាខ្លះសឹងថាមរុះហ្នឹងវាហូរឈាមខ្លាំងពេកពេលទៅដល់ហ្នឹងមានព្យាបាលអត់ពេលទៅដល់ភ្នំកលែនគាត់ថាបិទឆ្នាំខ្មែរនៅភ្នំមានឆ្នាំខ្មែរបិទស្លឹកអីបោកចូលគ្នាបិទប៉ុណ្្នឹងធម្មតាចឹងទៅបងឆ្នាំពេទ្យរងថ្ងៃគេធ្វើពីឆ្នាំខ្មែរតែក៏ធ្វើពីធម្មជាតិដែរយល់បងយល់តើមកបានគាត់ទេមកម្ដាយគាត់ពេលហ្នឹងគាត់ស្រួលខ្លួនពេលគាត់មួយឆ្នាំហ្នឹងគាត់ស្រួលខ្លួនគាត់ជីគាត់ថាគាត់ជីគាត់លែងមានគេមកតាមហើយតែមានដឹងថារយៈពេលណាប្រហែលថ្ងៃបានគាត់ដើរដល់គាត់ថាចាំអត់បានដែរគាត់ថាដើរដល់ថ្ងៃហ្នឹងគឺគាត់អត់ដឹងខ្លួនល្វើល្វាយដែរល្វើល្វាយដូចលក្ខណៈថាគាត់ត្រូវតែដើរទៅមុខរហូតហ្មងគាត់អត់មានសម័យអីណាហងៃគាត់អត់មានដេកយប់ដេកអីដូចយើងទេគាត់ថាគេធ្វើការគេឈប់អស់គេដេកទៅគាត់ដើរទៀតគាត់ដើររហូតហើយគាត់អត់ហត់ទេហើយក៏អត់ឈប់អត់អីដែរអត់ឈប់អត់អីដែរដូចល្វើល្វាយទៅរហូតហ្នឹងហើយដូចគេដូចគាត់ថាមានគេត្រូវជួយតាមផ្លូវអញ្ចឹងតន់អូខេតមកក៏គាត់ហួរនៅក្នុងលើភ្នំកលែនហ្នឹងបន្តទៀតចឹងទៅបាទហ្នឹងហើយគាត់នៅលើភ្នំកលែនហ្នឹងទៅព្រោះឲ្យម៉ាក់គាត់សួរថាឲ្យគាត់ទៅផ្ទះវិញបានអត់ព្រោះគាត់ជីថាអត់ថាហ៊ានចេញគេចូលភ្លាម
គេនៅចាំនៅជើងភ្នំនឹងដែរគេឡើងរួចគេនៅចាំនឹងក្រុមហ្នឹងអានេះទឹកដីគេដែរហ្នឹងទឹកដីគេនៅលើភ្នំអញ្ចឹងគេចាំបានត្រឹមក្រុមភ្នំហ្នឹងតែហ៊ានចុះទៅគេចូលភ្លាមគាត់ថាគេចាំនៅរងឯងគាត់ឃើញគាត់ទៅគាត់ចេញពីភ្នំអត់បានទេនិយាយទៅគាត់ថាមកជីវិតគាត់ហ្នឹងគឺគាត់នៅភ្នំគាត់ចេញអត់រួចចុះបើគាត់ចង់ទៅខេត្តណាដែរលេងក៏អត់បានដែរអត់និយាយដូចប៊ូបងដូចប៊ូនៅវត្តហ្នឹងអញ្ចឹងប៊ូនៅភ្នំហ្នឹងអញ្ចឹងដូចតាំងសិលនៅភ្នំហ្នឹងហ្មងអត់អាចទៅណាបានទេបើគាត់ទៅដូចជួយអាសាបងគាត់ដូចគាត់ត្រូវទៅឲ្យម៉ាក់ទៅខាងម៉ាក់គាត់ដដែលចូលទៅខាងខ្មៅដដែលដូចសឲ្យខ្មៅអញ្ចឹងគាត់ត្រូវតែគាត់ចុះទៅគាត់ទៅខ្មៅហ្នឹងប្លែកហ្នឹងហើយអត់ចុះអត់មានរយៈពេលណាមួយដែលថាអូខេអាមុនអាគមហ្នឹងវាសាបលាបវាផុតកណត់ឲ្យស្មាយអីអត់ទេគាត់ថាជាទៀតបើថានេះគ្រូគាត់និយាយដែរណាគ្រូដែលទូដងហ្នឹងបើថាបើគាត់អស់ជីវិតបងស្រីអស់ជីវិតទៅខាងម៉ាក់គាត់ហ្នឹងអាលីអស់បដាសាអស់អីថាអស់បដាសាអស់តំណយអញ្ចឹងលែងតលែងមានអ្នកតទៀតហើយបើសិនវាឆាំងបានមកឈានមកជីវិតគាត់ហ្នឹងអញ្ចឹងលែងតទៅទៀតហើយអស់តំណងអស់តំណងអស់តំណងអញ្ចឹងក៏គាត់អាចមានគ្រួសារមានអីបានដែរអញ្ចឹងអត់អាចមានបើសិនជាមានបានតគេមកនៅភ្នំហ្នឹងដែរគេអត់ទៅនៅតែបើនៅភ្នំហ្នឹងបានន័យថាប៊ូសដែរហ្នឹងអញ្ចឹងកាន់ធွာដូចគ្នាហ្នឹងកាន់ធွာយើងគាត់កាន់ធွာមិនអាចបានទេបោះបង់កិលេសទាំងអស់បោះបង់កិលេសអស់ហើយបាទអញ្ចឹងរងថ្ងៃនេះក៏គាត់នៅលើភ្នំដែរហ្នឹងហើយរងថ្ងៃគាត់នៅលើភ្នំដែរគាត់មានបញ្ជនម៉ែហ្នឹងបងមានដឹងហើយប្រហែលការខ្ញុំទៅហ្នឹងខ្ញុំរៀនទី8ទី9ទី7ទី8ទេបងពួកខ្ញុំរៀនអនុវិទ្យាល័យកាលហ្នឹងគាត់ទី11គាត់ឈឺទី11មើលបើខ្ញុំចាប់2016ខ្ញុំរៀនចាប់2016ហើយយូរ17ឆ្នាំ2013យូរ17ឆ្នាំអូតែ30ជាងហ្នឹងបាទហើយក៏30ជាងហើយតែ30ជាងដល់ឥឡូវហើយឥឡូវម៉ាក់ប៉ាគាត់ស្លាប់ហើយមិនចឹងគាត់ឈឺបងគាត់ឈឺចាស់ទុំធម្មតាទេអូខេដល់សល់ប្អូនស្រីពៅគាត់មួយហើយនឹងមិត្តភក្តិបងមួយបាទនៅសល់មិត្តភក្តិហ្នឹងអូនគាត់ហ្នឹងមិត្តភក្តិខ្ញុំស្រីមិនមែនប្រុសទេណាស្រីទាំងពីរនេះខ្ញុំស្មានមិត្តភក្តិប្រុសបាទមិត្តភក្តិស្រីអូខេអ្នកនរគ្នានេះគឺជាសាច់រឿងទី2របស់បងកូនយន់ដែលគាត់បានចែកម្លែកជាមួយនឹងរឿងបែបស្នងមន្តអាគមអីចឹងប៉ុន្តែគាត់កិច្ចទៅអត់ចង់ស្នងបាទគាត់អញ្ចឹងរឿងនេះគឺសាហាវមែនតើខ្ញុំអត់ដឹងថាគួរដាក់ចំណងជើងបែបណាដែរបើខ្ញុំគិតថាអ្នកស្នងរូបអីចឹងវាដូចធម្មតាពេកអញ្ចឹងមានតែពឹងលើអ្នកនរគ្នាមកជួយទៀតអីអញ្ចឹងកុំភ្លេចខមមិនចំណងជើងម្នាក់មួយទៅបាទហើយយល់ឃើញមិនដែរចំពោះសាច់រឿងទី2របស់បងកូនយន់អាចបញ្ចេញមតិយោបល់ខាងក្រោមបានដល់ពេលគាត់និយាយរឿងភ្នំកលែនចេះអ្នកនរគ្នាខ្ញុំនឹកឃើញបងស្វាយជីតាគាត់បានចែកម្លែកការពេលដែលគាត់ឈឺគាត់ឡើងភ្នំកលែនដែរព្រោះលឺច្រើនហើយមិនមែនតែសាច់រឿងបងមួយទេតាក់ទងនឹងភ្នំដែលស័ក្តិសិទ្ធិរបស់ខ្មែរយើងដែលកន្លែងវិបស្សនាដែលល្អហើយស័ក្តិសិទ្ធិគឺភ្នំកលែនអញ្ចឹងខ្មែរយើងសឹងថាគ្រប់រូបតែងតែមានជំនឿទៅលើទីតាំងភ្នំកលែនរបស់ខ្មែរយើងដែរបាទអូខេហើយមានចំណងជើងឲ្យរឿងខ្លួនឯងអត់រឿងទី2មិញខ្ញុំថាប្រឆាំងព្រំលិខិតអូខេតំណងប្លែកអូខេហើយអ្នកនរគ្នាក៏បញ្ចេញបានដែរដាក់ចំណងជើងម្នាក់មួយមកក្នុង comment ហើយឥឡូវយើងចូលសាច់រឿងទី3ហ្មងបងណាបាទបងបាទអូខេអញ្ជើញបងអញ្ជើញសាច់រឿងទី3នេះអត់មានខ្មោចទេអត់មានខ្មោចដែរបាទអត់មានខ្មោចទេខ្ញុំនិយាយពីរឿងប្តីប្រពន្ធមកគូដែលរឿងនេះកំសត់តិចហ្មងសាច់រឿងដំបូងហ្នឹងគឺបងស្រីហ្នឹងគាត់រៀនត្រឹមទី12ដោយសារតែគាត់ឈប់រៀនដោយសារតែប្អូនគាត់អត់មានលទ្ធភាពរៀនសាកលវិទ្យាល័យហ្នឹងហើយដល់ពេលអញ្ចឹងទៅគាត់ហ្នឹងក៏រកស៊ីធម្មតាបើកលក់ចាប់រួចលក់អីអញ្ចឹងទៅបន្ទាប់មកគាត់ក៏មានស្វាមីគាត់មានស្វាមីហើយក៏រកស៊ីលក់ចាប់រួយហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃចេះដាច់ទៅម៉ូច្រើនមែនតើម៉ូច្រើនណាបងហើយម៉ូគាត់ហ្នឹងចេះស្នើសុំថាឲ្យបងទៅលក់ក្នុងផ្សារវិញព្រោះនៅក្រៅផ្សារហ្នឹងយើងពិបាកឈប់លម្អទៅគេដេញគេអីចឹងព្រោះទើសផ្លូវអីចឹងបាទដល់តែចៀតគេចៀតឯងអញ្ចឹងទៅគាត់មួយថ្ងៃទីមួយថ្ងៃស្នើសុំឲ្យគាត់ទៅលក់នៅក្នុងផ្សារដល់ពេលអញ្ចឹងទៅគាត់លក់ដាច់អញ្ចឹងគាត់ក៏ទៅលក់នៅផ្សារទៅអាពេលគាត់លក់ទៅផ្សារហ្នឹងគឺគាត់មានកូនស្រីមួយណាកូនស្រីគាត់មួយបន្ទាប់មកពេលដែលចាប់ដើមទៅលក់ផ្សារហ្នឹងរឿងគឺចាប់ដើមលក្ខណៈថាពេលទៅលក់អញ្ចឹងអ្នកនៅចិត្តខាងលក់ដូចគ្នាហ្នឹងលក់ចាប់រួយដូចគ្នាអញ្ចឹងគាត់ចំណែនគាត់ចាប់ដើមចំណែនណាចំណែនអញ្ចឹងទៅពីមួយថ្ងៃទៅមួយថ្ងៃចេះមានកណិតចំណែនទៅយូរគាត់មានអារម្មណ៍ចង់ធ្វើអំពើគាត់ចាប់ដើមមានកណិតធ្វើអំពើបងស្រីហ្នឹងបាទអញ្ចេះពេលដែលធ្វើអំពើហ្នឹងគឺដំបូងធ្វើអំពើលើកទី1ធ្វើគ្រូទី1គឺគាត់នៅ
គ្រូនឹងខាងគាត់ធ្វើអំពើដាក់បងស្រីហ្នឹងគ្រូទី1ហ្នឹងគឺបងស្រីហ្នឹងគ្រាន់ថាគាត់ធ្លាក់ខ្លួនឈឺប៉ុន្តែគាត់អាចមកមើលមុខរបរគាត់រ៉ាន់ business គាត់ធម្មតាគាត់មើលធម្មតាអញ្ចឹងគេអត់តន់អស់ចិត្តទេគេឃើញគាត់មកនៅបាននៅដាច់អញ្ចឹងអត់តន់អស់ចិត្តគេទៅធ្វើគ្រូទី2ហ្នឹងគេនៅដែរទៅធ្វើទៀតទៅធ្វើគ្រូទី2ហ្នឹងបងស្រីហ្នឹងក៏ចាប់ដើមរឿងធ្ងន់បន្តិចដែរចាប់ដើមថ្ងៃខ្លះគាត់ឈឺអញ្ចឹងទៅឈឺខ្លាំងទៅដល់ដាក់ស្រោមដាក់អីរហូតប៉ុន្តែប្តីគាត់នៅមកបើកលក់បានបើកលក់អញ្ចឹងប្តីគាត់នៅមកលក់អីចឹងណាមកជំនួសប្រពន្ធហ្នឹងហើយមកមានបងប្អូននេះមកជួយបានបន្តមកទៀតគេឃើញអញ្ចឹងគេអត់ព្រមទៀតគេធ្វើគ្រូទី3ពេលដែលចាប់ដើមធ្វើគ្រូទី3ហ្នឹងបងស្រីហ្នឹងគឺចាប់ដើមឈឺធ្ងន់ជាងមុនទៀតណាបងស្រីហ្នឹងគឺចាប់ដើមដៃជើងគាត់ហ្នឹងថ្ងៃខ្លះកម្រើកធ្វើការបានថ្ងៃខ្លះធ្វើអត់បានទេដៃគាត់មួយជើងគាត់ហ្នឹងគឺឈឺហ្មងថ្ងៃណាដែលគេធ្វើអំពើមកខ្លាំងអញ្ចឹងគាត់ឈឺហ្មងឈឺដៃឈឺជើងហើយអាសំអាក្តៅខ្លួននេះផងអញ្ចឹងយើងឆ្ងល់ថាមិនគាត់អត់ទៅរកអីដោះស្រាយគាត់ដោះស្រាយហើយគាត់ទៅពេទ្យផងទៅគ្រូខ្មែរទៅអីផងក៏ដោះអត់បានដែរបន្តមកទៀតអាពេលគ្រូទី3ហ្នឹងគាត់ក៏គ្រូនិយាយថាគេមានលោកតាប្រចាំគ្រូសាគេដែលលោកតាហ្នឹងគឺសកេតវត្តហ្នឹងហើយគាត់នៅសកេតវត្តហើយគាត់ក៏យកបងស្រីទៅសកេតវត្តដល់ពេលទៅដល់លោកតាសកេតក៏គាត់មានសន្និដ្ឋានថាពេលគាត់ឃើញបងស្រីព្រាមគាត់មានសន្និដ្ឋានថាពេលវេលាមកដល់ហើយគេចាំយើងយូរហើយម្ចាស់កម្មពីហ្នឹងគេចាំយើងយូរហើយគេមកសងហើយគាត់ផ្ដាំប្រាប់បងស្រីហ្នឹងថាធ្វើមិនក៏ដោយបើចង់បញ្ចប់រឿងហ្នឹងលុះតាតែយើងកុំធ្វើរឿងហ្នឹងទៅគេវិញព្រោះយើងជាពាក់គេហ្នឹងហើយព្រោះយើងជាពាក់គេដល់ពេលអញ្ចឹងក៏បងស្រីហ្នឹងគាត់លឺអញ្ចឹងគាត់ក៏សន្យាមួយលោកតាថាអត់ធ្វើទេអត់ធ្វើទៅគេអត់តបស្នងទេគាត់ដាក់ដោះអីចឹងទៅគាត់ថាគាត់នឹងទទួលគាត់ថានឹងទទួលអ្វីដែលគាត់បានសាងគាត់ថាបើគាត់សាងជាតិមុនគាត់ទទួលអូខេបន្ទាប់មកទៀតគេអត់អស់ចិត្តទេប៉ុណ្ណឹងអត់អស់ចិត្តទេគាត់នៅទៅធ្វើគាត់ទៅផ្សារលេងបានទៅលក់លេងបានអត់អស់ចិត្តទេគេក៏ធ្វើគ្រូទី4គ្រូចាប់ដើមគ្រូទី4ហ្នឹងបងស្រីហ្នឹងគាត់ចាប់ដើមមកមើលមមាយចាប់ដើមមើលមមាយពេលខ្លះស្រែកពេញផ្ទះហ្នឹងទៅបកាច់អានេះម្នាក់ឯងហ្នឹងទៅហើយពិបាកចាប់បាក់អីហ្នឹងទៅអានោះអត់តន់អីណាគេឃើញបាក់អញ្ចឹងគេដើរនិយាយប្រាប់អ្នកភូមិនៅហ្នឹងថាប៉ុណ្ណឹងអត់តន់សមចិត្តទេគេថាបើគេជ្រុលធ្វើឲ្យងាប់អញ្ចឹងហ្នឹងដល់ពេលបានពាក្យស្ដីហ្នឹងគេក៏ទៅគ្រូទី5ទៀត5គ្រូធ្វើគាត់ម្នាក់ឯងក្នុងរយៈពេលតែមួយបងគាត់មើលថាគាត់ជឿប៉ុណ្ណាបន្ទាប់ដល់គ្រូទី5ហ្នឹងគឺគាត់ចាប់ផ្ដើមហើយបងគាត់នៅផ្ទះលេងសុកហើយបើថ្ងៃណាអត់ថ្ងៃសិលបើថ្ងៃណាអត់ថ្ងៃសិលគឺគាត់ដេកស្តាក់ហ្មងគឺគាត់ដេកស្តាក់នៅលើកន្ទេលហ្នឹងហើយគាត់ថាឈឺគ្រប់កន្លែងប្រាប់ប្តីគាត់ថាឈឺហើយថ្ងៃណាគាត់ស្អំតកក់ជាមួយខ្លួនដែរតកក់មកស្អំរហូតទិញតកក់មកស្អំគាត់រហូតគាត់ថាគាត់ក្តៅគាត់ឈឺគាត់វាក់ទ្រាំបាក់អីហ្នឹងទៅហើយប្តីគាត់ពេលឃើញប្រពន្ធពិបាកអញ្ចឹងក៏ឯប្តីគាត់ហ្នឹងក៏ធ្វើការដែរប្តីគាត់ហ្នឹងគាត់មានមុខរបរគាត់មានការងាររបស់គាត់ការងាររាជការរបស់គាត់បន្ទាប់មកគាត់ក៏លីថាឃើញគាត់ប្រពន្ធគាត់ពិបាកពេកគាត់ក៏លីអាការងារគាត់ហ្នឹងជប់សម្រាប់ពីការងារគាត់ហ្នឹងដើម្បីមកមើលប្រពន្ធគាត់នៅផ្ទះដល់ពេលអញ្ចឹងឥឡូវដល់ថ្ងៃហ្នឹងអាមុខរបរដែលគាត់នៅការរងថ្ងៃហ្នឹងក៏បាត់បង់ប្តីគាត់ក៏បាត់បង់ការងារគ្រួសារគាត់សឹងតែដួលទាំងស្រុងហ្មងហើយគេអត់តន់ឈប់ទេណាបងគឺគេនៅធ្វើបដាធ្វើរហូតឲ្យគ្រូ5ធ្វើរហូតដល់ពេលដល់ថ្ងៃបន្ទាប់មួយរយៈទៀតគាត់ចាប់ដើមឈឺខ្លាំងដល់ថ្ងៃសិលពេលដល់ថ្ងៃសិលគឺគាត់ស្រួលខ្លួនថ្ងៃសិលគេធ្វើអត់បានទេគ្រូនឹងធ្វើអត់កើតទេពេលដែលអត់ថ្ងៃសិលគឺគាត់ចាប់ដើមយកកៅអៅគាត់ហ្នឹងឬក៏គាត់មានកណាត់អីក៏ដោយក៏បានដែរកណាត់ហ្នឹងគឺគាត់យកទៅជ្រលក់អីក៏ដោយដែលវាក្លិនអាក្រក់ក្លិនអត់ល្អដូចជាប្រហុកអីចឹងទៅនៅជុំវិញផ្ទះគាត់ហ្នឹងមាននៅតាមស្រែហ្នឹងគឺមានប្រហុកតាមផ្ទះគ្រប់កន្លែងហ្នឹងគឺគាត់រត់តាមខ្នល់ហើយគាត់យកអាកណាត់ហ្នឹងកវីជុំវិញខ្លួនចេះកវីចឹងកវីចេះឲ្យមិនឲ្យខ្លួនគាត់ស្អុយហើយប្រាប់ថាគាត់ហូបបដាហ្នឹងគាត់ស្រែកថាកុំមកតាមអញកុំមកចូលខ្ញុំកុំមកចិត្តខ្ញុំម្នាក់ឯងហ្នឹងម្នាក់ឯងហ្នឹងហើយអ្នកដែលកំសត់ជាងគេបងគឺប្តីគាត់ពេលដែលគាត់រត់ទៅចេញពីផ្ទះហ្នឹងគឺប្តីគាត់តាមពីក្រោយរហូតហើយគាត់អត់អាចនៅចិត្តប្តីគាត់បានទេគាត់ថាឲ្យតែពេលគាត់ទៅចិត្តប្តីគាត់គឺគាត់រត់ទៅទៀតហើយអញ្ចឹងប្តីគាត់នៅតាមក្រោយហ្នឹងដៃមួយខាងស្ពីអាប្រអប់បាយកញ្ចប់បាយឲ្យប្រពន្ធហូបប៉ុន្តែទៅតាមទៅចិត្តប្រពន្ធអត់បានអញ្ចឹងទៅពេលដែលគាត់ចិត្តដល់ប្រពន្ធអញ្ចឹងគាត់ត្រូវតាមមើលរហូតខ្លាចប្រពន្ធគាត់ហ្នឹងកាយសង្ញាំកាយហូបអញ្ចឹងហ្នឹងហើយប៉ុន្តែប្រពន្ធគាត់អត់ទេតែពេលទៅចិត្តអញ្ចឹងគឺគាត់កវីអាកណាត់ហ្នឹងហើយគាត់ថាកុំមកចិត្តខ្ញុំអត់ទេខ្ញុំខ្លាចអីអញ្ចឹងដល់ពេលហើយប្តីគាត់នៅពេលដែលគាត់ចង់ឲ្យប្រពន្ធគាត់ហូបបាយហ្នឹង
គាត់យកអាបាយហ្នឹងទៅដាក់នៅកន្លែងមកថាប្រពន្ធគាត់នៅកន្លះគីឡូដីពីគាត់អញ្ចឹងគាត់ដាក់បាយហ្នឹងនៅក្នុងថ្នល់ហ្នឹងហើយគាត់រត់មកក្រោយចេះគាត់រត់មកក្រោយវិញអញ្ចឹងពេលគាត់រត់មកក្រោយរត់មកឆ្ងាយប្រពន្ធគាត់ឃើញអញ្ចឹងក៏រត់មកហូបបាយហ្នឹង នៅផ្លូវអញ្ចឹងទៅបាទគាត់ដឹងដាក់បាយហ្នឹងបាយហូបបានតែគាត់ថាគាត់នៅចិត្តប្តីគាត់អត់បានណាដល់ពេលអញ្ចឹងប្តីគាត់ដឹងអញ្ចឹងគាត់ដាក់អញ្ចឹងទៅរហូតពីព្រឹករហូតដល់ម៉ោង 5 ល្ងាចប្តីគាត់នៅអង្គុយតាមហាក្តៅហាភ្លៀងថ្ងៃខ្លះភ្លៀងទៅអង្គុយហាភ្លៀងហ្នឹងមើលប្រពន្ធអត់ហ៊ានទឹកប្រពន្ធនេះខ្លាចប្រពន្ធរត់ទៅទៀតខ្លាចប្រពន្ធហត់ហ្នឹងហើយនិយាយទៅស្មោះត្រង់មែនតើប្តីគាត់ហ្នឹងដល់ពេលហើយគាត់ឃើញអញ្ចឹងដល់ពេលរហូតដល់ម៉ោង 5 ល្ងាចគាត់ក៏ទុនមកខ្លាចជាមនុស្សធម្មតាពេលដែលខ្លាចជាមនុស្សធម្មតាទៅគាត់គាត់ថាធ្វើអត់បានអញ្ចឹងគាត់ឃើញប្តីគាត់អញ្ចឹងគាត់ចេះយំដេកស្តែកទៅគាត់យំគាត់និយាយបានទៀតរហូតដល់ពេលហ្នឹងគាត់និយាយលេងបានណាពេលផុតម៉ោង 5 ហ្នឹងបាទគាត់និយាយលេងបានទៅប្តីគាត់ក៏គ្រាគាត់ហ្នឹងហៅលម៉កការជំនាន់ហ្នឹងមានតែលម៉កឯងហ្នឹងហើយគាត់ហៅលម៉កជីហើយលម៉កហ្នឹងគេមានថ្នាក់ទៅមុខចេះដល់ពេលអញ្ចឹងអ្នកដែលគេល្អជាគេអង្គុយចិត្តប្រពន្ធគាត់ទេព្រោះប្រពន្ធគាត់ស្អុយហ្នឹងហើយគាត់ណាតែអោបប្រពន្ធគាត់មិនដៃមិនហៀងចេះអោបប្រពន្ធគាត់ចេះហើយក្រោកកណាត់លើខ្លួនហើយអោបចេះហើយអ្នកនៅផ្សេងហ្នឹងខិតទៅមុខអស់ហើយអត់ហ៊ានអង្គុយចិត្តទេស្អុយបាទតែគេខ្ពើមគេអីចឹងគាត់អោបប្រពន្ធគាត់យកទៅដល់មួយទឹកលាងដុសសាប៊ូដុសអីដុសខ្លួនប្រពន្ធគាត់ស្អាតអស់នាំចូលផ្ទះមួយត្រឹមត្រូវដេកទៀតដល់ពេលព្រលឹមឡើងអីចឹងពេលព្រលឹមអញ្ចឹងប្តីគាត់ថាចេះពេលដែលគាត់ងើបមកអញ្ចឹងគាត់ឃើញស្មៅហើយបងគឺមានមនុស្សមកអង្គុយពេលប្រពន្ធគាត់ដេកអញ្ចឹងមានមនុស្សមកលុតជង្គង់ចេះអោនអញ្ចឹងក្បាលហ្នឹងខិតទៅកែងដៃកែងជើងប្រពន្ធគាត់ណាគ្រប់ជើងជើងជង្គង់ហើយនឹងកែងដៃហ្នឹងគឺមានគេខំហ្មងតែគាត់ថាអោនទៅខំដៃកែងជើងកែងដៃហ្នឹងដូចចំតិតហ្នឹងហើយអោនទៅហូមដូចមនុស្សដូចអីមកមូសអីចឹងដូចឃើញមូសដូចហោនឡើងហូមឡើងងឹតហ្នឹងហើយពេលគាត់ឃើញអញ្ចឹងគាត់រត់ទៅបើកភ្លើងមកវាបាត់អស់ហើយប្រពន្ធគាត់ឈឺដៃឈឺជើងដេកធ្ងោអីហ្នឹងថាហ្នឹងគាត់ថាហ្នឹងគេមកខំហ្នឹងហើយគាត់ក៏ឃើញពិបាកពេកគាត់សួរប្រពន្ធគាត់ចេះអូនឯងធ្វើទៅគេដោះទៅអីគាត់ថាអត់ទេគាត់អត់ដោះទេអូអត់ដោះទៀតបាទគាត់អត់ព្រមដោះអំពើហ្នឹងឯងអូខ្ញុំច្រឡំស្មានតែដោះហើយអត់ទេគាត់ដោះហើយគាត់ថាសុកចិត្តគាត់ថាសុកចិត្តងាប់គាត់ថាគាត់សុកចិត្តងាប់បើសិននេះជាកម្មពៀរបស់គាត់តែធ្វើមកពីជាតិមុនហើយម្ចាស់កម្មពៀមកតបស្នងគាត់ថាគាត់សុកចិត្តងាប់គាត់អត់តបស្នងគាត់ថាពីរំចោរងាប់ដោយកម្មចងពីបាទដល់ពេលអញ្ចឹងទៅគាត់ក៏អត់ធ្វើទេរហូតគាត់ឈឺធ្ងន់ទៅគាត់ដល់ថ្នាក់ក្អួតមកទាំងឈាមកក់ក្អួតមកមិនមែនឈាមធម្មតាក្អួតមកឈាមកក់ដុំហើយឈាមកក់ដុំអញ្ចឹងប្រៃគាត់ភ័យផងរហូតដល់គាត់ទុនមែនតែនដល់ថ្ងៃចុងក្រោយរបស់គាត់ណាអានេះមិនដឹងថាថ្ងៃចុងក្រោយគាត់ថាគាត់ទាទៅជួបលោកតាគាត់ថាគាត់ចង់ទៅជួបលោកតានេះវត្តណាអាចារ្យការវត្តហ្នឹងប្តីគាត់ក៏ដាក់អាទិសរុញលម៉កអាទិសធម្មតាហ្នឹងដាក់ប្រពន្ធនៅលើហ្នឹងឲ្យដឹកទៅដល់វត្តហ្នឹងប្រពន្ធហ្នឹងគឺគាត់វាចុះពីលើអាលម៉កហ្នឹងគាត់មិនដើរគាត់អត់មានកម្លាំងទេគាត់អត់មានកម្លាំងខ្លួនទេថ្ងៃហ្នឹងគាត់ថាគាត់អស់ហើយគាត់វាចុះពីលើអាហ្នឹងគាត់ដៃមួយខាងគាត់ច្រត់ហើយនិយាយវាដូចអញ្ចឹងវាចុះទៅដល់ហើយលោកតានៅឈរហ្នឹងលោកតានៅឈរនៅមុខផ្លូវហ្នឹងហើយចុះទៅដល់គ្រាន់តែអើតមើលលោកតាងើយមើលលោកតាអញ្ចឹងហើយលោកតាគាត់អត់មានសង្ឃលេខាច្រើនទេគាត់ហូរទឹកភ្នែកដែរគាត់ហូរទឹកភ្នែកហើយគាត់យកដៃអែលក្បាលបងស្រីហ្នឹងហើយបងស្រីដួលព្រោះស្លាប់ហ្មងគាត់ដួលទៅស្លាប់ពេលហ្នឹងគឺដាច់ខ្យល់ព្រមហ្នឹងហ្មងអស់ផុតកម្មហ្មងហ្នឹងហើយគាត់ថាគាត់ផុតហើយគាត់ប្រាប់លោកតាថាគាត់ផុតហើយហ្នឹងហើយសូម្បីតែលោកតាក៏គាត់ហូរទឹកភ្នែកដែរពេលហ្នឹងអ្នកម្នាក់ភូមិគាត់ថាមើលទៅអាណិតមែនតើណាហើយថាមនុស្សយើងហេតុអីក៏ចិត្តដាច់ដល់ថ្នាក់ហ្នឹងលក្ខណៈថាធ្វើដល់គ្រូ5នាក់ហើយអត់ព្រមដល់គ្នាទាំងឃើញតែគ្នាតបតលេងរួចហើយអត់តបតទៀតមិនថាតបគឺលេងតបតហ្មងគឺអត់មានតបតតែហើយដឹងទាំងអ្នកធ្វើទៀតដឹងចុះគេដាក់និយាយពេញភូមិថាគេធ្វើឲ្យងាប់អត់ងាប់គេធ្វើទេអូគេ public ចឹងហ្មងគេ public ចឹងហ្មងគេអត់មានខ្វល់ទេគេថាធ្វើឲ្យងាប់ហើយលោកតាគាត់មានសន្និដ្ឋានថានឹងជាម្ចាស់កម្មពីអញ្ចឹងណាជាតិមុនអញ្ចឹងបើថាបងស្រីនៅតបើបងស្រីដោះបានថាគាត់នៅតែតបស្នងជាតិក្រោយគាត់ធ្វើតែគេវិញដែរហ្នឹងចឹងតែហងដែរទេបាទយើងកិច្ចផុតទេដូចជាកង់អតេះចឹងហ្នឹងហើយកក់បាបតហ្នឹងដូចកង់អតេះចឹងតែយើងមិនធ្វើតែគេអត់មានតែគេធ្វើមកយើងដែរអញ្ចឹងបើគាត់ថាជាតិមុនគាត់ធ្វើដាក់គេគាត់ទទួលអំពើហ្នឹងវិញអញ្ចឹងស្អីរឿងនោះអត់តន់ចប់ទេណាបងនៅតទៀតបន្ទាប់មកបងស្រីនឹងក៏ស្លាប់ផុតទៅក៏និយាយពីហេតុនិយាយពីរឿងតដែលតទៅនឹងគ្រូសាដែលគាត់ធ្វើអំពើដាក់គេហ្នឹងបាទដំបូងអញ្ចេះគេមានបនដាភូមិណាអីចឹងទៅហើយគេទៅលេងបនដាភូមិណាអីចឹងហើយគ្រូសាគាត់ហ្នឹងឆ្នាំហ្នឹងគឺអត់ទទួលបានផលអីសោះតែតែគេគ្រូសាគេផ្សេងនៅក្នុងភូមិហ្នឹងគឺទទួលបានផលច្រើនណាស់អង្គអីបានច្រើនមែនតើប៉ុន្តែគាត់អត់ទទួលបានផលសោះពេលហ្នឹងរាល់ឆ្នាំគាត់ជាអ្នកដើមកំណត់
ប្រមូលផលប្រមូលលុយមកអីចឹងទៅប្រមូលចៃធ្វើពិធីហ្នឹងដល់ឆ្នាំហ្នឹងក៏អត់ទៅធ្វើហើយគាត់ជេរទៀតគាត់ជេរលោកតាហ្នឹងទៀតថានិយាយគាត់និយាយទៅគ្រួសារគាត់អញ្ចឹងហ្មងហើយគាត់ជេរទៅថាលោកតាប្រកាច់យកស្អីអត់មានជួយអញផងបើឆ្នាំណាប៉ឹងតែកម្លាំងអញទេតែអញធ្វើទៅហើយអត់មានគ្រោះធម្មជាតិអញបានផលបើអញធ្វើទៅមានគ្រោះធម្មជាតិឬក៏សត្វស៊ីច្រើនអញបានផលគ្មានលោកតាណាមកជួយអញទេនិយាយអញ្ចឹងហ្នឹងហើយបន្តមកទៀតបញ្ជាក់ថាអ្នកដែលធ្វើហ្នឹងគាត់មានកូនស្រី1កូនប្រុស2កូនប្រុស3នាក់អញ្ចឹងកូនគាត់ទាំង4នាក់បន្តមកគាត់ក៏បងស្រីបងគេនេះគាត់ធ្វើគាត់អ្នកលក់នៅក្នុងនៅផ្សារនៅផ្សារហ្នឹងហើយគាត់ហ្នឹងឯងគឺជាអ្នកដែលយកថ្ងៃខែឆ្នាំកណ្ដាលផងបងស្រីហ្នឹងដើម្បីយកឲ្យម៉ាក់គាត់ទៅធ្វើហ្នឹងហើយគាត់និយាយគាត់ទៅធ្វើគាត់ទៅមួយទឹកពេលហ្នឹងគាត់ដើរទៅកំពង់មួយទឹកកាលហ្នឹងអត់ទាន់មានទឹកនៅតាមផ្ទះទេគេទៅមួយទឹកនៅកំពង់ហើយគាត់ចង់កំពង់ទៅដើរតាមផ្លូវចូលទៅគេសួរគាត់ថាបងសុខសប្បាយអីចឹងគាត់អត់ដែរញ៉ាំដាក់គេហើយដើរទៅផលអត់មានលឺគេនិយាយទាំងអស់គេចលែកពោះម្នាក់ហ្នឹងរੂរាយម្នាក់ហ្នឹងអត់ដែរគេហៅមុនទេគឺគាត់ហៅគេមុនហ្នឹងហើយដល់ថ្ងៃហ្នឹងគឺស្ងាត់ឆឹងហើយដើរចុះទៅកំពង់ហ្នឹងដល់ពេលចូលទៅដល់កំពង់ហ្នឹងគេចេះឆ្ងល់មួយទឹកអីយូរម៉េះម៉ាក់ប៉ាគាត់ឆ្ងល់ថាមួយទឹកយូរម៉េះអត់ឡើងមកអញ្ចឹងដល់ពេលហើយគេនាំគ្នាឈូឆទៅរោមើលអញ្ចឹង1ម៉ោងបងបាត់1ម៉ោងទៅនោះនាំគ្នាមួយរោនៅបាតហ្នឹងរោឃើញសាសសពគាត់ស្លាប់ហើយលងទឹកបាទលងទឹកស្លាប់តែគាត់ស្ទាត់ជំនាញហែទឹកចឹងអ្នកតលេដឹងស្រាប់ហើយបងគឺម្នាក់ណាក៏ចេះហែទឹកដែរគាត់ស្លាប់ហ្នឹងគេរកឃើញសាសសពគាត់ហ្នឹងគឺអញ្ចេះយើងជើងយើងហ្នឹងអង្គុយប៉ែនផ្នែកហ្នឹងហើយបាតជើងយើងជាប់គ្នាចេះហើយបាតជើងយើងជាប់គ្នាផ្អឹបគ្នាអញ្ចឹងហើយដៃយើងហ្នឹងគឺចាប់ដៃយើងហ្នឹងចាប់កជើងយើងទាំងសងខាងចេះគឺលក្ខណៈថាដូចអត់ឲ្យខំខ្លួនឯងឲ្យហែទឹកបានអូចាប់ខ្លួនឯងកុំឲ្យហែទឹកហ្នឹងហើយកុំឲ្យហែបានណាគឺអង្គុយប៉ែនផ្នែកហ្នឹងចាប់អញ្ចឹងហ្មងចាប់ជាប់អញ្ចឹងមកឡើងខ្ញុំឡើងជាប់ហើយរឹងទឹកអញ្ចឹងមកហ្នឹងហើយស្លាប់ទឹកអញ្ចឹងគេស្រង់ពីទឹកមកគឺអង្គុយអញ្ចឹងហ្មងហ្នឹងអាហ្នឹងអត់ដឹងថាមិនក៏គាត់ទៅអញ្ចឹងឯងហើយបន្តមកទៀតបានមករយៈកូនក៏គេក៏ធ្វើបន់គាត់ឲ្យហើយអស់កូនបងគាត់កូនបង2នាក់បងប្អូនណា2នាក់បងប្អូនទៅកូនប្រុស2នាក់បងប្អូនបងទី2និងទី3ហ្នឹងណាចូលចិត្តទៅផឹកស្រាយប់ឡើងដើរផឹកស្រាពេញហ្នឹងហើយមក10 2 10អីមិនចូលផ្ទះទេដើរផឹកស៊ីវាយគេវាយឯងនិយាយថាគេកូនអ្នកគ្រាន់បាដែរហ្នឹងហើយគេអាងគ្រូសាគេហ្នឹងហើយដល់ពេលហើយគាត់ក៏ទៅថ្ងៃហ្នឹងផឹកជ្រុលដល់ម៉ោង10 2 10មកផ្ទះពេលហ្នឹងជិះមកផ្ទះវាមានអាផ្លូវខ្នល់កោងចេះហើយយើងមើលទៅខាងណក់ឃើញអាព្រឹកកោងខ្លាំងមែនតើយើងមើលទៅខាងណក់ឃើញអញ្ចឹងដល់ពេលគាត់ជិះទៅអញ្ចឹងមានឡានកុងតឺន័រជិះមកចេះហើយគាត់ជិះទៅអញ្ចឹងគឺគាត់ជិះទៅចូលក្នុងឡានហ្នឹងហ្មងជិះទៅគឺចូលក្នុងអាឡានកុងតឺន័រហ្នឹងហ្មងដល់ពេលហើយពូដែលគាត់បាក់កុងតឺន័រហ្នឹងគាត់អត់រត់ទេគាត់ទៅហ្នឹងគាត់នៅចាំទៅហ្នឹងគាត់ថាគាត់អត់រត់ទេគេមកអញ្ចឹងអ៊ូអមកអញ្ចឹងទៅមើលហើយលោកអ៊ំប្រុសដែលគាត់បាក់មិនវាចូលខ្លួនឯងទេមានគេរុញវាចូលគាត់ថាពេលគាត់ជិះទៅភ្លើងឡានមកគាត់មើលឃើញមនុស្សរុញលមករុញម៉ូតូ2នាក់ហ្នឹងចូលទៅក្នុងក្រុមឡានហ្នឹងហ្មងឃើញឈររុញនៅបាទឈររុញនៅផ្លូវហ្នឹងហ្មងរុញចូលក្នុងហ្នឹងហ្មងដល់ពេលហើយគឺសាកសពគាត់ហ្នឹងឡើងម៉ត់ខៃហ្មងហើយចង់បញ្ជាក់មួយទៀតណាថាកន្លែងនេះវាអាចជាមិនដឹងថាម៉េចទេគាត់ថាវារឿងកាត់ឡើងមែនថានេះគឺដាច់ត្រឹមហ្នឹងពេលដែលជើងគាត់ហ្នឹងគឺដាច់ត្រឹមហ្នឹងគឺអត់ម៉ត់ទេអាជើងហ្នឹងហើយនឹងដៃហ្នឹងគឺអត់ម៉ត់ទេប៉ុន្តែលក្ខណៈថាដៃហ្នឹងគឺនៅគងនៅលើកជើងដដែលគាត់ថាមិនខ្ញាំទេគាត់ថាដាក់នៅលើកជើងហ្នឹងពេលដែលយើងទៅឃើញហ្នឹងហើយវាមិនចាប់ជាប់ចេះទេមិនចាប់ជាប់ដូចបងស្រីនោះទៅប៉ុន្តែគឺលាក់ដូចគ្នាគឺមានអាដៃហ្នឹងនៅគងជាប់ចេះពេលកិនម៉ត់ចឹងទៅវាល្វីចាបាទយកអត់ទៅវាមិនឃើញនៅអាដៃក៏ល្មួលជើងក៏ល្មួលចូលគ្នាដាច់ដៃត្រឹមហ្នឹងវានៅដៃនៅលើកជើងប៉ុន្តែវាមិនចាប់គាត់ថាឲ្យឃើញសកម្មភាពគឺដូចគ្នាជាមួយបងស្រីដែលគាត់ស្លាប់នឹងប្រហែលឆ្នាំមុនហ្នឹងចឹងហ្នឹងហើយប៉ុន្តែទាំងពីរនាក់ហ្នឹងហើយទាំងពីរតែឃើញតែមួយគូឯងឃើញតែដៃមួយហើយនឹងជើងមួយតែអញ្ចឹងតែហ្នឹងអត់ឃើញទេអូម៉ត់អស់ហើយម៉ត់អស់ហើយសតតែជើងមួយជាងដៃមួយជាងឯងហើយក៏អត់ដឹងដៃណាគេជើងណាគេដែរពីរអ្នកបងប្អូនហ្នឹងគាត់ដឹងថាពីរអ្នកបងប្អូនហ្នឹងចូលឡានហ្នឹងហើយបន្ទាប់មកលោកតាដែលសក្តិវត្តនោះគាត់ក៏ទទួលកូនពៅហ្នឹងយកទៅញ៉ាំព្រោះកូនពៅទៅទូចអត់តន់ដឹងអីមកល្មមដែរទូចហ្នឹងហើយបាទខែនៅកូនមួយកូន4នាក់កូនទាំងអស់4នាក់បាទបងស្រីមួយស្លាប់ហើយ2នាក់ហ្នឹងជិះម៉ូតូបងប្អូនបង្កើតហ្នឹងជិះម៉ូតូចូលឡានហ្នឹង2នាក់អញ្ចឹងសល់កូនប្រុសពៅមួយអត់នៅមួយឪពុកម្ដាយទៀតទេអត់ទេអត់នៅទេលោកតាយកទៅចិញ្ចឹមលោកតាដឹងសាច់រឿងទាំងអស់ហ្នឹងហើយលោកតាក៏សុំយកកូនពៅទៅចិញ្ចឹមអញ្ចឹងណាហ្នឹងហើយបិណ្ឌយកទៅចិញ្ចឹមហ្នឹងហើយកម៉ែអីក៏កាលហ្នឹងឲ្យកូនទៅបួសសុបាយចិត្តទេព្រោះឲ្យលោកតាទៅចិញ្ចឹមមានអីល្អណាស់ហ្នឹងហើយព្រោះម៉ែអើដឹងខ្លួនឯងគ្រប់គ្រងកូនបានដែរព្រោះកូនមកសុទ្ធឆ្លើយចកាងចកោមអញ្ចឹងហ្នឹងហើយដល់ពេលហ្នឹងទៅឪពុកម្ដាយនេះដល់ពេលឪពុកម្ដាយហ្នឹងក៏អត់រួចខ្លួនដែរ
trong gì thật chứ ngày nắng kia từ cả lộn mà màn năm tết đó nè kia từ cá kia hai quá từ hộp cá kia thay nhãn cái đa cạn một tay nhãn khuyên còn coi khổm tết nó lừa đây lừa khẽ bị nè bọc đầy bốn nắng kia xảy su tam lâu tháng bong bằng anh ông mà máy tới ca á kia xảy chẳng cái đa một vốn hay tới ông tháng toàn tới trăm nghìn tích con cả tới bát từ kia cả tới bát tới nè khỏi mà công tiết đai máu kia cả su kia cả xảy su tiết tháng ông mà máy tới ca á hay tới có tháng tư ông lang từ lệ bẹ sân chạm flat hay có pin nạp 4 lang từ hay kia đừng coi chăm nó còn thế nào mà sự tu thông hai chim mà màu cái ngầu cái tha hết ấy cả lang từ du mà hết ấy cả ông pin nó lang từ du mà cái sấy xuôi bị có mặn mọt lư mọt này sấy xuôi có mọt cái lang từ mừ về lang từ đó mừ nó cứ khơi ở trong chương sử dụng nơi lửa ba đấy mong cứ ở tròn co từ pin nạp đây phun mong tiếng này hướng nó đang tham mất có tới chỉnh chân hay pin nạp đây phun nó mới là chlu khné thì mình chlu khné hướng thang ấy đây là pe đó pe đây nè phun lan từ mưa tới cứ khơi có tròn co từ pin nè đây phun con có slap tới pin tới so từ côn phòng mua là nơi mười lục tá nó ngọt này đâu đó lấy nó còn thông mày có đào phòng muối đầm pần này ủa bữa mình tên việc ai có tại tròn co phim chẳng man này ba bảo là ní có miền pan ca tới bờ tóm nó có tới sầm lập luôn anh mày cả đang ngày bọn vì tẹt tông nó ở bây giờ nữa đã bà mình đang thảm mất kịch húa chắc thưa lơ cái kịch húa chứ tụi bay bon nó sang sắc hướng nó còn khởi cát lan nó cổ dài đang này rồi đang ngày là bây hãy có mà cổ dài tới sao ta con phò pon mua hay giờ nhưng vậy tôi can bon phò chỉ đấy quạt ở ban tự bùa nơi quạt năng mỏng bùa hay quạt bùa là hậu đất lên sặc này ở đây bong sấy để lúc đạt chập tại đó là nó cứ quạt sực quạt nơi quạt năng quạt lan trên sực bùa sực muốn quạt sực từ quạt mơ thay pôn quạt năng chật chật trong hay bạt bong tầng lôi tầng mục là bo pôn quạt tầng càng như quạt hay như sao ta con sấy muối là con sấy nó cái hiền bạc cay đây cái hiền bò tê hiền bò tê bắt này chân sao ta pin ở poco này ở poco ban tập búa lời khai chơi trả thì càng bọt hai ok nè ngọc niênนี่คือ sạch hưởng tí bấy bong phó hơi nè ở này vô khơi mày đá rồi sao sạch hưởng nè bay hưởngនេះគឺយើងអត់តន់ឃើញខ្មោចទេណាបាទអត់តន់ឃើញខ្មោចហើយអ្នកនរគ្នាក៏អាចឲ្យចំណងជើងបានដែរហើយក្នុងសាច់រឿងនេះក៏មានអត្តន័យអប់រំនៅក្នុងនឹងដែរបាទបងធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ជារឿងធម្មតាទេបាទអញ្ចឹងកុំយកខ្លួនទៅប្រឡាក់អីមួយមុនអាគមអីអញ្ចឹងខ្ញុំគិតថាវាអត់ប្រសើរទេបាទហើយមិនយើងចូលទៅសាច់រឿងបន្តហ្នឹងហើយបងខ្ញុំនៅសល់សាច់រឿងមួយទៀតដែររឿងហ្នឹងគឺប្រវែងប្រហែលរឿងមិញហ្នឹងអូខេរឿងនេះតកតងនឹងវត្ថុបុរាណមួយយ៉ាងដែលគ្រូសាខ្ញុំទិញមកទុកក្នុងផ្ទះតាមពិតទៅខ្ញុំចង់និយាយរឿងមួយដែររឿងទិញម៉ងប៉ុន្តែខ្ញុំសល់ឱកាសហ្នឹងខ្ញុំចង់យកទៅនិយាយក្នុងកម្មវិធីក្រោយៗក៏បានអូខេមកតែសាច់រឿងហ្នឹងគឺកើតនៅក្នុងផ្ទះទិញម៉ងហ្នឹងឯងអូខេសាច់រឿងខ្ញុំនិយាយពីវត្ថុបុរាណដែលយើងទិញទុកហ្នឹងអញ្ចេះបងដំបូងឡើយពេលខ្ញុំរៀបចំចេញពីភ្នំពេញទៅលេងទៅផ្ទះលោកតាខ្ញុំនៅចិត្តជើងភ្នំកាលហ្នឹងផ្ទះលោកតាខ្ញុំនៅចិត្តជើងភ្នំហើយខ្ញុំនាំបងអូនស្រីខ្ញុំមួយទៅលេងផ្ទះលោកតានៅជើងភ្នំហ្នឹងបន្ទាប់មកខ្ញុំទៅគេងផ្ទះលោកតាខ្ញុំនិយាយពីផ្ទះហ្នឹងគាត់មានបងស្រីម្នាក់មើលថែគាត់ជួលមកមើលថែគាត់ណាហើយទៅផ្ទះគាត់មាន2ជាន់ថ្មក្រមឈើលើហើយខ្ញុំនៅកន្ទប់លើហ្នឹងនៅផ្ទះលើឈើហ្នឹងគឺមាន3កន្ទប់ទី1កន្ទប់បងស្រីហ្នឹងកន្ទប់ទី2របស់បងប្អូនស្រីខ្ញុំហើយកន្ទប់ទី3កន្ទប់ខ្ញុំយើងគ្រាន់ទៅគេងអញ្ចឹងទៅដោយសារមានកន្ទប់តលី2អញ្ចឹងទៅលោកតាលោកយាយខ្ញុំក៏គេងគាត់សម្រាប់នៅក្នុងកន្ទប់ក្រមតែ2នាក់ឯងមុនដែលខ្ញុំទៅភ្នំពេញហ្នឹងលោកតាខ្ញុំគាត់បានទិញកៅអីមួយដែលគេឲ្យឈ្មោះថាហងទេបាទគេហៅថាហងទេហើយហងទេហ្នឹងគឺហងទេកម្រដែលសារខ្ញុំឃើញកម្រដែលសារផ្ទះខ្ញុំគាត់មានគ្រឿងឈើច្រើនប៉ុន្តែគឺហងទេហ្នឹងចម្លែកមែនតើខ្ញុំមិនដែរឃើញថាហងទេណាគឺបែបហ្នឹងលក្ខណៈថាវាមានជើង4ប៉ុន្តែជើងវាហ្នឹងគឺធ្វើក្បាច់ដូចសកានាគចឹងដូចគេធ្វើដូចសកានាគចឹងហើយឈើដែលធ្វើហ្នឹងគឺឈើហ្នឹងគឺមានកាឡាខ្មៅសមិនមែនសដូចពណ៌ពងមាន់ដូចមកទេវាបដិញហ្នឹងហើយបដិញគ្នាកាឡាអញ្ចឹងមើលទៅគឺស្អាតមែនតើបងឲ្យឡើងចាំងដល់ពេលហើយលោកតាខ្ញុំគាត់ក៏ទិញអាហ្នឹងឲ្យខ្ញុំទិញភ្លាមស្អែកឡើងខ្ញុំទៅដល់ពេលដែលស្អែកឡើងទៅដល់ហ្នឹងខ្ញុំគ្រាន់តែឃើញអាហងទេហ្នឹងខ្ញុំក៏ចូលក្នុងផ្ទះភ្លាមខ្ញុំឃើញខ្ញុំថាលោកតាហងទេលោកតាអត់ដែរឃើញគាត់ថាតែមិនទិញម្សិលមិញដល់ពេលហើយខ្ញុំក៏ថាលោកតាប៉ិនរើស្អាតអត់ទោះដល់ពេលហើយខ្ញុំក៏ឡើងទៅរៀបចំកន្ទប់ឲ្យអីគេងទៅដល់ពេលយប់ឡើងធម្មតាក្រែខ្ញុំវាមានខ្ញុំដេកពូកអញ្ចឹងវាមានអាឈើក្បាលឈើចេះក្រែខ្ញុំមានក្បាលឈើដល់ពេលហើយខ្ញុំគេងនៅលើអាក្បាលឈើហ្នឹង
ពេលយប់ប្រហែលម៉ោង10 10ហ្នឹងខ្ញុំលឺអាក្បាលឈើខ្ញុំហ្នឹងលឺក្រកក្រាក់ដឹងគេធ្វើដឹងពីណាគេកេះអីដូចកេះចឹងបន្ទាប់មកខ្ញុំអាចិត្តឆង់ឈឺនោមផងក៏ខ្ជិលថាលុយល្ងួយដេកវិញមិនតាន់បើកចាំរៀងភ្លឺចាំមើលដល់ពេលហើយស្មានតែកណ្ដោដល់ពេលដេកមួយផ្លែទៀតលឺក្រកក្រាក់ជាងនឹងទៀតលឺជាងនឹងទៀតខ្ញុំក៏បើកភ្នែកពេលខ្ញុំបើកភ្នែកហ្នឹងបើឲ្យសម័យចេះគឺមានច្អល់ដៃមួយអញ្ចេះអាឈើខែយើងអញ្ចឹងវាលៀនចេញវាលូកដៃចេញមកអញ្ចេះប៉ុន្តែប្រវែងណែអូវែងមែនតើច្អល់ដៃហ្នឹងហើយស្វិតហើយពណ៌បៃតងឡើងស្វិតជ្រួញហើយពណ៌បៃតងបន្ទាប់មកខ្ញុំឃើញវានៅលើចេះយើងដេកអញ្ចឹងវាមិននៅលើក្បាលយើងចេះវាខែអញ្ចឹងចេញហើយវែងម្ដងត្រឹមនេះខ្ញុំចេះហើយទៅខ្ញុំភ្ញាក់ទៅខ្ញុំងើបមកលក្ខណៈយើងងើបមកវាប៉ះអាច្អល់ដៃវាប៉ះចេះហ្នឹងហើយវាប៉ះអញ្ចឹងឲ្យដឹងថាមានច្អល់ដៃហ្នឹងមែនវាយើងមិនសម័យទេហ្នឹងហើយដល់ពេលយើងងាកទៅក្រោយមើលគឺវាបាត់វាឃើញអាហ្នឹងឯងហ្នឹងហើយខ្ញុំក៏គិតថាដូចប៉ះយើងថាអានេះមិនសម័យទេវាដូចឈើដើមអាស័យហ្នឹងហើយដូចប៉ះយើងហ៎ដល់ហើយខ្ញុំចុះពីកម្មចនាខ្ញុំបញ្ជាក់អាកម្មចនាខ្ញុំវាចុះត្រង់ចេះដល់ពេលអាកម្មចនាហ្នឹងគឺមានដូចព្រីហើយយើងដោតអាភ្លើងមួយហ្នឹងគឺនៅជាប់នឹងព្រីហ្នឹងដើម្បីភ្លឺអាចនាហ្នឹងហ្នឹងហើយអាកងតាញ់យើងបើកភ្លឺមកវាភ្លឺមកចនាហ្នឹងភ្លើងច្បាស់ហើយទៅកែមខាងនេះយើងមើលទៅព្រាលបន្ទាប់មកខ្ញុំដើរចុះពីលើចនាហ្នឹងតិចមកចនាយើងចុះមកវាផុតរហូតផុតដល់ត្រឹមក្បាលយើងមើលខាងហ្នឹងឃើញបាទពេលមើលឃើញខ្ញុំឃើញគ្រូសា4នាក់4នាក់ត្រូវ4នាក់ឪពុកឈរអញ្ចឹងម្ដាយអញ្ចឹងហើយកូនកាន់ដៃម្ខាងដៃកូនស្រីនេះកាន់កូនស្រីម្ខាងហើយដៃម្ខាងនេះពោថ្នាក់កូនបេប៊ីកូនង៉ែតនេះណៃហ្នឹងហើយហើយខ្ញុំថាចុំពីណាគេមកនៅផ្ទះចុះមកផ្ទះឲ្យស្មាននឹងមកបណ្ដប់ហើយចូលមកផ្ទះយើងព្រោះអត់មានខ្លាចទេមនុស្សធម្មតាហ្នឹងហើយខ្ញុំដើរចូលមកដល់ក្រោមទៀតប្តីហ្នឹងក៏គាត់ចាប់ដើមលើកដៃចេះលើកដៃចឹងហើយគាត់ចាប់សក់ប្រពន្ធគាត់ហ្នឹងលើកឡើងចេះដល់ពេលលើកផុតទៅគឺដោយទាំងកកទាំងក្បាលទៅបាត់ហ្មងលើកក្បាលទៅផុតចេះលើកផុតទៅតែក្បាលខ្លួននៅដែរហ្នឹងហើយខ្លួននៅឈរថ្វាំងចឹងហើយគាត់លើកទៅផុតទាំងក្បាលទៅខ្ញុំក៏ឃើញខ្ញុំព្រឺខ្ញុំរត់ឡើងទៅលើលឺចឹងយើងភាច្រើនអាចរាននោះវាអាស្រ័យវាឈើវាលឺសលេងហ្នឹងលឺចឹងលោកតាមកលោកយាយគាត់ចេញពីទ្វារមកហើយគាត់បើកទ្វារក៏សួរខ្ញុំថាមានរឿងអីខ្ញុំថាខ្ញុំខ្លាចលោកតាពេលហ្នឹងខ្លាចគាត់បារម្ភដែរចឹងគាត់ចាស់ខ្ញុំថាអត់អីទេខ្ញុំគ្រាន់តែភ័យខ្ញុំខ្លាចខ្ញុំខ្លាចខ្មោចខ្ញុំរត់ឡើងលឿនគាត់ថាផ្ទះខ្លួនឯងសោះខ្លាចដែរដល់ពេលហើយខ្ញុំអត់មាត់ទេបន្ទាប់មកស្អែកឡើងស្អែកឡើងបងអូនស្រីខ្ញុំម្ដងបងអូនស្រីខ្ញុំបងអូនចដូនមួយឯងគាត់លេងហ្គេមគាត់ចូលចិត្តលេងហ្គេមគាត់លេងថ្ងៃហ្នឹងដឹងជ្រុលមិនគេទៅគាត់លេងមិនក៏ដោយតែម៉ោង8គាត់មួយទឹកហើយតែថ្ងៃហ្នឹងដឹងតែមិនទេលងដល់ម៉ោង10បានចូលទៅមួយទឹកដល់ពេលចូលទៅមួយទឹកគាត់ទៅដល់កន្ទប់ទឹកគាត់ដល់ទ្វារចូលកន្ទប់ទឹកហ្នឹងគាត់មួយទឹកគាត់យកសាប៊ូមកកក់សក់អីហើយពេលកក់សាប៊ូនោះវាលុបទាំងផ្នែកលុបអីចឹងណាគាត់បិទភ្នែកពេលដែលគាត់កំពុងញីសក់ហ្នឹងគាត់ថាមានដៃអោបគាត់ពីក្រោយចេះអោបចេះស្រាវណាគាត់ស្រាវគាត់ខំកវ៉ែដៃចេះហើយគាត់យកសាប៊ូលាងទៅលឿនមើលទៅអត់ឃើញអីទេគាត់ក៏យកហ្វូមលាងមុខគាត់យកហ្វូមលាងមុខហើយទុកតាមបន្លោះផ្នែកមែនតែគាត់បិទភ្នែកដែរគាត់យកតាំងមកលាងចឹងហើយគេមកដកដង្ហើមចិត្តត្រជានេះផ្លុំត្រជាគាត់នេះបាទគេផ្លុំត្រជាគាត់ហ្នឹងគេផ្លុំត្រជាហ្នឹងហើយគេផ្លុំត្រជាគាត់មកខាងអញ្ចឹងគាត់ក៏ភ្ញាក់គាត់ញីមកហើយគាត់ងាកទៅក្រោយហ្មងគឺនិយាយថាដែលឃើញផ្សែងអាប់ម្ដុំចេះផ្សែងចេះអាប់ពណ៌ខ្មៅម្ដុំអញ្ចឹងក្នុងកន្ទប់គាត់ហ្នឹងហើយគាត់ថាគាត់ឃើញអញ្ចឹងគាត់ក៏សវេសវារត់ចេញពីកន្ទប់ទឹកមកពាក់កសែងពីអីស្លៀកកសែងមករត់ចេញមកឃើញម៉ាក់យាយខ្ញុំនឹងអង្គុយនៅហងទេដែលស្អាតហ្នឹងហើយហងទេទូអាចហ្នឹងដល់ពេលទៅគាត់ឃើញអង្គុយនៅហងទេហ្នឹងគាត់ក៏សួរថាលោកយាយមកអង្គុយហ្នឹងអញ្ចឹងលោកយាយស្រាប់តែងាកមកគាត់ហើយនេះគាត់លុកដៃអញ្ចឹងចូលមាត់គាត់ដល់ត្រឹមនេះលុកចូលមាត់ខ្លួនហ្នឹងហើយមាត់គាត់គាត់លុកចូលមាត់ហើយដល់ត្រឹមនេះបងអូនស្រីខ្ញុំគាត់ឃើញអញ្ចឹងគឺវាស្លុតវាដួលព្រុសហើយស្រែកយំបិទភ្នែកស្រែកអញ្ចឹងហ្មងស្រែកហើយក៏យើងចុះមកផ្អើលទេចុះមកដល់យើងមកដល់យើងឃើញមកយ៉ាត់រៀងគាត់គឺគាត់នៅលើហងទេហ្នឹងហ្មងប៉ុន្តែមិនមែនអង្គុយលក្ខណៈដូចយើងអញ្ចេះទេណាគឺក្បាលគាត់ទៅចុងជើងហើយជើងគាត់មកនៅលើគងនៅហងទេនេះវាប្រជ្រះចឹងវិញហ្នឹងហើយដេកយកក្បាលចុះក្រោមណាជើងទៅលើដាក់លើក្បាលហងទេហ្នឹងហើយក៏ដាស់គាត់ហើយសួរគាត់ដល់ពេលគាត់ស្មារតីមាត់សួរគាត់និយាយដូចខ្ញុំប្រាប់ថ្ងៃមិញហ្នឹងហើយបន្ទាប់មកក៏គេធម្មតាបងអូនស្រីហ្នឹងចាប់ដើមខ្លាចណាបលឹមឡើង6មិនទាន់ទេមួយទឹកដល់ម៉ោង6ដល់ពេលហើយមួយទឹកហើយទៅគេងបាត់ដល់ថ្ងៃហ្នឹងបលឹមឡើងម៉ោង4ស្អែកឡើងម៉ោង4យប់ម៉ោង4ព្រឹកហ្នឹងស្អែកឡើងដេកមកយប់បលឹមឡើងម៉ោង4បងស្រីដែលគាត់មើលថែម៉ាក់យាយខ្ញុំហ្នឹងក៏ចុះមកលាងចានចដាគាត់ចង់និយាយគាត់ចុះមកអាតាមកម្មចនាអញ្ចឹងវាភ្លឺដូច
ខ្ញុំប្រាប់ចឹងណាឬព្រាវចឹងហើយអាខាងនេះក៏ចុះឥតការ៉ូពណ៌សដល់ពេលវាចាំងមួយប្រូហ្នឹងទៅវាចាំងផ្លាតទឹកកន្លែងលាងចាននេះខាងនេះវាមានជាងចេះចដាចេះហើយពលឺហ្នឹងវាចាំងពីចេះមកវាឡងទៅកន្លែងនេះតែខាងនេះកន្លែងលាងចានដល់ពេលគាត់ទៅមើលកន្លែងលាងគាត់ដើរទៅកន្លែងលាងចានហ្នឹងគាត់ឃើញមនុស្សស្រីលាងចានបងលាងហ្នឹងហើយពងលាងចានគាត់ឃើញពងលាងចានគាត់សួរថាណាគេហ្នឹងដល់ពេលឮថាគេហ្នឹងគាត់ប្រឹងមើលច្បាស់ទៅម្នាក់នោះអត់មានក្បាលទេចូលលាងចានស្លៀកសស្លៀកអាវសហ្នឹងស្ពុតខ្មៅចូលលាងចានហើយគាត់ដល់ពេលគាត់ឃើញអញ្ចឹងឧទាហរណ៍ថានេះចដានេះកន្លែងគាត់លាងចានអញ្ចឹងហើយអាមុខនេះកតុបទឹកនៅជាប់កន្លែងលាងចានហ្នឹងគាត់ដើរចេញគាត់ដើរថយក្រោយគាត់ឃើញអញ្ចឹងគាត់ដើរថយក្រោយព្រោះគាត់ភ័យគាត់ដើរថយក្រោយដកខ្លួនចេញគាត់ឃើញមនុស្សហ៎បងនេះមានតែមួយកណាត់ខ្លួនតែនេះហ៎គឺលឺវានៅក្នុងកតុបទឹកលឺកតុបទឹកហ្នឹងដូចយ៉ាងណាដូចស្អីបកាច់ទាំងកតុបទឹកស្រាប់តែមកស្ទុះឃើញមួយកណាត់នេះមួយកណាត់ខ្លួនតែហ្នឹងគឺឡើងលើឯងខំឡើងលើឃើញតែខ្លួនដល់ក្បាលហ្នឹងហើយចែកកាយចឹងកាយចេញមកហើយទលុះទ្វារក្រោយទៅក្រោយហ្មងតែទ្វារនោះអត់បើកទេណាគឺបុកទ្វារនោះធ្លុះទៅហ្មងតែឃើញមនុស្សសវ៉ាអញ្ចឹងហើយព្រោះអាទប់ទឹកនោះជាប់ទ្វារក្រោយបិទអញ្ចឹងដល់ពេលហើយបងពេលដែលគាត់ថយក្រោយហ្នឹងហើយគេរត់ទៅអញ្ចឹងគាត់ភ័យមែនតើគាត់រងាកត្រឡប់ខ្លួនបែរទៅមុខរត់គាត់តែងាកត្រឡប់ខ្លួនហ្នឹងយ៉ាងណាថាយើងងាកបន្តិចចេះមានអារម្មណ៍ថាខ្យល់ត្រជាក់មកពីក្រោយខ្យល់ត្រជាក់មកពីក្រោយគាត់ងាកទៅគឺឃើញមួយកណាត់ជើងធំជើងនេះមួយកណាត់ហ្នឹងធំជើងចេះវិញឃើញតែជើងវិញហ្នឹងហើយរត់ជំហៀងគាត់ចឹងហ្មងលក្ខណៈថាខ្លួនវាទៅមុនហើយអាជើងហ្នឹងវាកណាត់ជើងហ្នឹងវារត់តាមក្រោយហើយគាត់ងាកទៅជាក់ងាកមកឃើញរត់រូទៅហ្មងជើងរត់ទៅតាមខ្លួនហ្នឹងហើយរត់ពួកខ្លួនរត់បាត់អញ្ចឹងគាត់ជើងគាត់រត់តាមក្រោយដល់ពេលគាត់ប្រកាច់មកគាត់ខ្លាចមេគាត់ថាពេលយើងមកជួបគាត់ថាឃើញគាត់នេះគាត់ស្រែកមកខ្ញុំនេះចុះមកជួបគាត់មកនិយាយខ្ញុំសួរទៅគាត់ប្រាប់ដំណើររឿងនេះខ្ញុំប្រាប់ថ្ងៃអញ្ចឹងហើយគាត់សុំច្បាប់ពីអាទិត្យឈូសក់គាត់ជប់នៅអញ្ចឹងនៅសក់4នាក់ផ្ទះហ្នឹងសល់មកយាយខ្ញុំកង់ខ្ញុំហើយប្អូនស្រីហ្នឹងហើយខ្ញុំបន្ទាប់មកស្អែកឡើងទៀតមកយាយខ្ញុំម្ដងតែខ្ញុំថ្ងៃនេះខ្ញុំភ្លេចដែរខ្ញុំមិនដឹងថាហេតុអីបានមកយាយចេញពីកតុបទឹកចេញពីកតុបគាត់ដើម្បីចេញមកក្រៅហ្នឹងឯងមកកន្លែងហងទេហ្នឹងឯងអត់ដឹងថាគាត់ចេញក្រៅមកយប់បាទយប់ឡើងម៉ោងប្រហែល11ឯងអត់ដឹងថាហេតុអីមកគាត់ចេញមកឯងដល់ពេលហើយដំបងគាត់ថាចេះគាត់បើកទ្វារចេញមកឃើញបងអូនស្រីខ្ញុំហ្នឹងអង្គុយនៅកន្លែងមួយទៀតអាសាឡុងមួយទៀតមិនមែនហងទេហ្នឹងណាហើយប្រាប់គាត់ចេញមកយាយមកអង្គុយហងទេមកខ្ញុំធ្វើរសាញ់ឲ្យហើយមកយាយក៏គាត់ទៅតែមានលើហងទេដែលហងទេទូឯកហ្នឹងហ្នឹងហើយដល់ពេលហើយយើងគាត់ទៅអង្គុយអញ្ចឹងគាត់ទៅប្តីខ្លួនទៅបងអូនស្រីច្បាច់ស្មាឲ្យគាត់ក៏លក្ខណៈថាយើងពេលដែលគេធ្វើរសាញ់ឲ្យយើងចេះភិចភ្នែកយើងចង់ងុយដេកហ្នឹងហើយងុយដេកអញ្ចឹងមកស្ទុះគាត់លឺគេសូត្រធម៌ដល់ពេលគាត់បើកភ្នែកមកគាត់ឃើញព្រះសង្ឃ4អង្គនៅឈរនៅមុខគាត់ហ្នឹងឈរសូត្រធម៌នៅមុខគាត់ហ្នឹង4អង្គបន្ទាប់មកពេលដែលគាត់ឃើញហ្នឹងគឺគាត់ឃើញព្រះសង្ឃហ្នឹងមែនប៉ុន្តែអត់មានប្រកេះទេ4អង្គប៉ុន្តែអត់ប្រកេះតែលឺសូត្រធម៌គាត់តែគាត់ភ្ញាក់ព្រះអង្គនោះរត់ចឹងហ្មងរត់ត្មងជួសនេះលុះទ្វារក្រោយទៅបាត់ទៀតរត់កាត់មុខគាត់ចឹងរត់ភ្នែកស្រល់រហូតហ្មងបន្ទាប់មកបងអូនពេលដែលគាត់ងាកមើលបងអូនស្រីខ្ញុំនេះបងអូនស្រីខ្ញុំហ្នឹងហងទេគាត់អញ្ចឹងគឺជើងគាត់អង្គុយឈរនៅលើហងទេហ្នឹងហ្មងគាត់មែននេះគាត់ឈរហើយគាត់អោនឈរចេះគាត់អោនចុះមើលមកយាយខ្ញុំចេះដល់ពេលមកយាយខ្ញុំគាត់ងើយចេះទៅបងអូនស្រីខ្ញុំអោនចុះមិនចេះគាត់ថាឃើញបងអូនស្រីហ្នឹងអោនអញ្ចឹងហ្នឹងដល់ពេលហើយគាត់ឃើញអញ្ចឹងគាត់ក៏បាត់បង់ស្មារតីហ្មងគាត់ហ្នឹងហើយហើយអ្វីដែលចម្លែកគឺគាត់បាត់បង់ស្មារតីមែនប៉ុន្តែដៃគាត់កាន់ចេះកាន់ឧបករណ៍ខ្មែរចឹងឧបករណ៍ឈើហ្នឹងហើយឈើពុះទៅតែគាត់ស្លាប់បាត់ហើយហ្នឹងគាត់ស្លាប់លោកតាខ្ញុំលឺឃើញជិបហ្នឹងគាត់ចេញមកប៉ុន្តែបញ្ជាក់មកទៀតណាអាឈើហ្នឹងមិនមែនយើងដាក់នៅទៀបទេណាតោះយើងដាក់កៅអីឡើងទៅលើបានយើងយកបានអានេះគឺចដាដាក់ចដាឡើងទៅបានយកបានព្រោះខ្ពស់ទុកនៅទូខ្ពស់មែនតើដល់ពេលហ្នឹងមិនដឹងថាគាត់ធ្វើម៉េចមិនគាត់យកអាហ្នឹងមកបានទៅចដានឹងលក់សោនៅខាងក្រោយហ្នឹងអញ្ចឹងទៀតតែក៏លោកតាឃើញហ្នឹងក៏ប្រមូលហ្នឹងដាក់លើហ្នឹងហើយលោកតាចាប់ដើមភ័យអីព្រោះអីវាអត់ដឹងថាមកពីហេតុអីហើយគាត់ក៏ចាប់ដើមមើលកតាបកបោពួកខ្ញុំកបោប្អូនខ្ញុំហើយកបោខ្ញុំខាងមានអីវ៉ាន់អីអត់មានអីវ៉ាន់អីដែលចម្លែកអត់ក្រែងលោយើងនាំអីប្រេបដាស់មកអញ្ចឹងតែគាត់អត់បានទឹកស្មានរឿងហងទេគាត់ទេហើយបញ្ជាក់ដែរហងទេដែលពួកខ្ញុំទិញមកក្នុងបន្ទប់របស់ខ្ញុំហ្នឹងក្នុងផ្ទះរបស់ខ្ញុំហ្នឹងទាំងហងទេទាំងគ្រឿងសង្ហារឹមទាំងអស់គឺខ្ញុំទិញមកពីខាងខេត្តខាងអីហ្នឹងគឺពួកយើងចូលទៅតាមវត្តដើម្បីឲ្យសិទ្ធិឲ្យហ្នឹងហើយចូលវត្តអីហើយហ្នឹងហើយគាត់អត់បានចាប់អារម្មណ៍ហ្នឹងគាត់មើលពួកខ្ញុំឲ្យហើយដើរសូត្រមុនសូត្រអីផ្ទះទេក៏អត់អីដែរអត់នឹងរឿងមកពីហេតុអីស្អែកយប់ឡើងទៀតបន្ទាប់ទៀតយប់ឡើងបន្ទាប់ទៀតលោកតាខ្ញុំម្ដង
លោកតាខ្ញុំហ្នឹងគាត់កំពុងសម្រាប់គាត់លឺសលេងគេបបលកាក់ចេះបបលកាក់ទៅលឺរើងក្រឹបជប់ចឹងហើយពេលដួលវាលឺក្រឹបចឹងណាគាត់ជាឆ្ងល់ថាហ្នឹងស្អីគេម្ដងពីរដងគាត់ក៏ចេញមកពេលដែលគាត់ក៏ចេញមកហ្នឹងនិយាយពីស្ថានផ្ទះហ្នឹងវាមានអាសាឡុងអញ្ចឹងហង្ទេអញ្ចឹងហើយនៅលើអាកន្លែងហង្ទេហ្នឹងគឺមានអាអំពូលផ្កាតែមានកង្ហាលពីលើអំពូលលម្អគេហ្នឹងគាត់មើលអាហ្នឹងហើយគាត់ប្រចាំង7មើលអស់គ្រប់អាកន្លែងមុខផ្ទះកន្លែងអីហ្នឹងមើលទាំងអស់ហើយគាត់ដើរដល់កន្ទប់ទឹកដល់ពេលដល់កន្ទប់ទឹកគាត់មើលអត់មានឃើញអីទេហើយគាត់ដើរបកមកវិញចូលកន្ទប់គាត់ដល់ពេលដែលគាត់ដើរបកមកវិញចូលកន្ទប់គាត់ប្រចាំងទៅគាត់ឃើញមនុស្សស្រីកំពុងតែបញ្យូកននៅអំពូលហ្នឹងស្លៀកឈុតសទាំងអស់ហើយតមកគាត់មើលអញ្ចឹងហើយគាត់ចាប់ដើមគាត់ចេះដែរគាត់សូត្រមុនលក្ខណៈថាគាត់សូត្រទៅកាន់ខ្មោចហ្នឹងចេះខ្មោចហ្នឹងវាចាប់ដើមអលួយលក្ខណៈថាចេះគេធ្វើឲ្យយើងឃើញពីវត្តនៃការចងកលក្ខណៈថាចាប់ដើមយើងចងកធម្មតាអញ្ចឹងសាច់យើងធម្មតាអញ្ចឹងមិនធម្មតាចាប់ដើមពី3ថ្ងៃ4ថ្ងៃ5ថ្ងៃ1ថ្ងៃចាប់ដើមអលួយជ្រូអស់ជ្រូរហូតដល់ឆ្អឹងរហូតដល់សក្បាលផ្លាក់ក្បែកមកដល់ឆ្អឹងឯងដូចវីដេអូយើង speed ឲ្យវាលឿនថតមួយអាទិត្យ speed ឲ្យវាលឿនហ្នឹងហើយពេលដែលគាត់ខំមកសូត្រទៅវាហត់តែអញ្ចឹងគាត់តែលាយនេះគាត់time lapse ហ្នឹងហើយតែដល់ពេលក្បាលធ្លាក់មកគឺអត់ទេគឺសោចដាក់គាត់ហ្មងសោចឲ្យគាត់លោកតាបាត់ដាច់ហ្មងលក្ខណៈថាដាច់ស្មារតីហ្មងបាត់ស្មារតីយកហើយបាត់ស្មារតីហើយលោកយាយខ្ញុំគាត់ចេញមកគាត់សួរថាមានរឿងអីអញ្ចឹងណាហើយលោកតាអត់មកទេដល់ហើយដល់មកស្ទូគាត់ប្រាប់អស់ព្រលឹមឡើងគាត់ប្រាប់ហើយគាត់ដឹងហើយមកពីហងទេហ្នឹងគាត់ក៏នាំគ្នាញោមមួយគាត់មួយអីហ្នឹងទៅជួលឡានការ៉េនៅក្នុងភូមិនេះមានឡានការ៉េទៅក៏ជួលឡានការ៉េហ្នឹងដឹកអាហងទេហ្នឹងទៅវត្តម្ដុំនៅខាងមកយើងនេះខាងពេញនេះហ្នឹងហើយដល់ពេលឡើងមកឡានចតនៅមាត់របងវត្តទេហើយពួកខ្ញុំដើរចូលទៅមុនព្រោះចង់សួរសិនថាលោកចាអធិការឯងនៅអញ្ចឹងណាជួយបានណាចូលទៅដល់ជួបលោកចាអធិការថាមានសន្និការថាញោមមកច្រើនណាស់ឡើងពេញឡានអញ្ចឹងទាំងដែលលើឡានហ្នឹងមានតែហង្ទេមួយនៅលើហ្នឹងយយើងចោះមកអស់ហើយបាទដែលយើងចោះមកអស់ហ្នឹងហើយគាត់ថាញោមមកឡើងច្រើនឡើងពេញឡានដល់ពេលហើយពួកយើងក៏សង្កត់ចិត្តថាលោកតាធ្វើម៉េចដោះស្រាយបានអត់លោកតារឿងអស់ហ្នឹងអីចឹងឲ្យពឹងឲ្យលោកតាជួយចឹងលោកតាហាំងមកខុសផ្លូវហើយគាត់ថាគេមិននៅផ្លូវហ្នឹងគេមិននៅហ្នឹងទេក៏មុនលោកតាទៅជាមួយលោកតាឡើងជីឡានហ្នឹងជាមួយគ្នាបន្ទាប់មកជីឡានហ្នឹងចេញពីវត្តហ្នឹងណារហូតហើយយើងឆ្ងល់មែនតើថាហេតុអីបានលោកតាក៏ស្គាល់ផ្លូវពីវត្តហ្នឹងទៅដល់ទីតាំងដឹងទីតាំងនៅណាអត់គឺជីពីផ្លូវវត្តចិត្តពេញនេះទៅដល់ខាងហើយលោកតាគាត់ដឹងប្រាប់ឲ្យជីទៅរហូតទៅមែនផ្លូវជាតិឯណាចូលទៅផ្លូវលំរហូតចូលដល់ខេត្តហើយចូលទៅផ្លូវលំដល់កន្លែងគេហ្មងកាច់ចុះកាច់ឡើងរហូតហ្នឹងហើយកាច់ចុះកាច់ឡើងតែយើងអត់អាចស្គាល់សូម្បីតែយើងក៏ភ័យយើងខ្លួនដែរព្រោះថាខ្លាចខុសផ្លូវហើយយើងមើល Google Map ផងនៅអត់ដឹងប្រាប់ចឹងទៅកាច់ចុះកាច់ឡើងដល់កន្លែងជំរុំគេហ្នឹងគេហៅជំរុំអីគេទេពេលហ្នឹងទៅដល់ជួបហើយទៅគេមកសាទរមួយយើងហ្មងគ្រាន់តែគេឃើញអាហង្ទេនៅលើឡានចឹងហ្នឹងគេមកគេសប្បាយសាទរដូចបើគេមកគេប្រាប់ថារបស់ហ្នឹងបាត់យូរហើយអត់ដឹងណាគេលួចពីក្នុងកន្លែងគេហ្នឹងទៅហើយទាំងដែលអាហង្ទេហ្នឹងគឺគេសម្ងាត់តម្កល់វត្ថុស័ក្តិសិទ្ធិរបស់គេនៅក្នុងកន្លែងហ្នឹងហ្នឹងហើយលួចតែហង្ទេហ្នឹងគេមកយកមកលក់ដល់ពេលអញ្ចឹងហ្នឹងហើយដល់ពេលហើយយកមកលក់ហ្នឹងបានយើងទិញអាហង្ទេហ្នឹងទាំងដែលនៅលក់តាមផ្ទះនេះគេមានលំអអីដឹងមកលក់តាមផ្ទះហ្នឹងយើងអត់ដឹងរឿងយើងចេះទិញយកមកទុកមិនដឹងលក់ប្រហែលតង់ហើយហ្នឹងហើយអត់ដឹងបានតង់ពីណាតពីណាពីណីមកហើយដល់ពេលមកដល់យើងទៅអញ្ចឹងក៏ជូនគេមកដល់ហ្នឹងគេសាទរមួយយើងមកគេជូនពរគេអរគុណយើងហើយឆ្ងល់ទៅរឿងថាលោកតាហេតុអីក៏គាត់ស្គាល់ផ្លូវមកដល់ហ្នឹងម្ដងហ្នឹងព្រោះយើងចូលទៅជ្រៅដែរជ្រៅមែនតើបងពីខ្នល់ជាតិទៅជ្រៅមែនតើតែអាហ្នឹងជារបស់បងប្អូនជនជាតិបាទហង្ទេហ្នឹងគឺរបស់គេទេគេរបស់គេដែរអញ្ចឹងបានយើងថាដែរឃើញអាហង្ទេអស់ហ្នឹងដែរឃើញហង្ទេកម្របែបហ្នឹងវាពណ៌អញ្ចឹងម៉ូតអញ្ចឹងហើយសាច់ឈើហ្នឹងយើងអត់ស្គាល់ទេយើងអត់ស្គាល់ហ្មងសាច់ឈើហ្នឹងមើលអត់ស្គាល់ទេអត់ស្គាល់លោកតាហ្នឹងក៏អត់ស្គាល់ដែរហ្នឹងហើយដល់ពេលហើយក៏សម្រាប់ចិត្តមួយគ្នាថាអ្វីដែលចម្លែកនៅហង្ទេនោះទៀតណាគឺនៅបាតជើងហង្ទេទាំង4ជើងហ្នឹងគឺមានគេដាំស្បែកក្របីយងហ្នឹងស្បែកក្របីហ្នឹងគេថាគឺបដាសាអ្នកដែលយកហង្ទេហ្នឹងទៅគឺមានបដាសាជាប់ចឹងថានឹងហង្ទេនឹងធ្វើបាបឬក៏រស់នៅអត់សុខនៅមួយគ្នាអត់សុខទេតែតែអញ្ចឹងតែពេលហើយពួកយើងក៏គិតថាយើងឃើញដែរអាហ្នឹងយើងឃើញអាប្រទេសខាងណាប៉ុន្តែយើងគិតថាជាងគេធ្វើចឹងមកដើម្បីយើងរុញនៅលើការ៉ូមកពីកោតហ្នឹងហើយមកគាត់កោតការ៉ូហ្នឹងហើយកុំឲ្យកោតការ៉ូវាសមវា make sense ដែរតែពេលចឹងយើងស្មានតែគេរុញនៅលើហ្នឹងតាមពិតវាគឺជាស្បែកក្របីដែលគេដំដាក់បដាសាទៅលើហង្ទេហ្នឹងកុំឲ្យអ្នកណាយកបាន
ហ្នឹងដល់ពេលហើយយើងក៏ជីមកតាមផ្លូវមកវិញមកដល់រឿងអស់ហើយយើងក៏ជីមកតាមផ្លូវរហូតដល់ឥឡូវសុខសាន្តដល់ឥឡូវអត់មានជូនលោកតាដាក់វត្តអីយើងវិញទៅជូនលោកតាចូលវត្តវិញទៅហើយអ្វីដែលយើងឆ្ងល់ហ្នឹងគឺតកតូននឹងផ្លូវហ្មងថាអត់ដឹងថាលោកតាមិនក៏ស្គាល់ផ្លូវហ្នឹងអូខេតន់ហ្មងតន់ហើយសាច់រឿងនេះមិនយូរទេណាបងមួយអាទិត្យបច្ចៈគឺមួយអាទិត្យគត់ហ្មងអូមួយអាទិត្យហ្នឹងចង់មួយអាទិត្យហ្នឹងគឺលោកម្នាក់មកសាច់រឿងហ្នឹងហើយអញ្ចឹងបើនេះខ្ញុំរងតែមួយថ្ងៃទេអញ្ចឹង6ថ្ងៃទៀតខ្ញុំអត់លងទេអញ្ចឹងខ្ញុំអត់អីដល់វេនលោកតាលោកយាយប្អូនអ្នកនៅមួយអញ្ចឹងទៅហ្នឹងហើយអញ្ចឹងមួយថ្ងៃម្នាក់អញ្ចឹងមិនចេះឆ្ងល់ថាមិនអត់អីប៉ុន្តែយើងស្ដាប់ទៅវារៀងព្រឺដែរទៅយើងមានអារម្មណ៍ថាវាអត់អីយើងដឹងថាមកពីមូលហេតុអីដែរយើងអត់តន់រកមូលហេតុឃើញអញ្ចឹងចេះនៅទេព្រោះផ្ទះយើងធ្វើមិនយើងរើចេញមិនយូរយើងសុកពីទៅតែមកអញ្ចឹងយើងទៅ give away មិនកើតហ្នឹងហើយដល់ពេលអញ្ចឹងលងម្នាក់ម្ដងគាត់ថាអត់មានតែគេស្លាប់ដែរទេគឺម្នាក់ម្ដងគត់មួយអាទិត្យពេញអូខេអ្នកអរគ្នានេះគឺជាសាច់រឿងទីប៉ុន្មានទី3ទី4ហ្នឹងទី4នេះស្ដាប់ជក់ពេកទៅចង់ភ្លេចនេះខ្មោចនេះដល់វគ្គខ្មោចអ្នកអរគ្នាដល់សាច់រឿងទី4ចាប់ផ្ដើមមានអមនុស្សមានអីច្រើនដែរហើយក៏វាតកតងនឹងអបិយជំនឿរបស់យើងដែរវាជាវត្ថុស័ក្តិសិទ្ធិរបស់បងប្អូនជនជាតិយើងហើយអ្នកអរគ្នាយល់ឃើញមិនដែរហើយបើចំណងជើងវិញអានេះមានម្ចាស់ហងទេឈ្មោះសាមញ្ញតែប្រហែលជាបងប្អូនយើងខ្លះប្រហែលជាអត់ទាន់ស្គាល់ហងទេនឹងអីដោយសារខ្ញុំដំបូងខ្ញុំអត់ស្គាល់ដែរតែបើធ្លាប់ចែកម្លែងមកកម្មវិធីយើងម្ដងដែរខ្ញុំបានដឹងទៅគឺអាប៉ាអ៊ីឈើអ្នកនរគ្នារបៀបប៉ាអ៊ីឈើពេលផ្អែកទៅអាជើងនេះវាបើកមកដែរហ្នឹងពេលដេកទៅវាដេកអញ្ចឹងតែគាត់ធ្វើពីឈើមិនមែនធ្វើពីកណាត់មានតែកណាត់ប៉ាអ៊ីធ្វើមកពីឈើចេះបើនិយាយស្រួលយល់ហងទេហ្នឹងតែគ្រាន់តែជើងរបស់វាគឺជើងធ្វើមកពីឈើដែរតែឆ្លាក់ដូចជាកញ្ញាំសកានេះដូចសកានេះអញ្ចឹងកញ្ញាំហងកញ្ញាំនេះអីចឹងទៅគឺបែបហ្នឹងបើអ្នកនរគ្នាអត់តន់ស្គាល់ឥឡូវប្រហែលជាបានស្គាល់ទៅព្រោះខ្ញុំទៅស្គាល់ដែរអូខេដោយសារនេះគឺជាបទពិសោធន៍ដែលខ្ញុំជាប់ផ្ទាល់ហ្មងបងប្អូនអញ្ចឹងរឿងគ្រប់យ៉ាងខ្ញុំនិយាយដូចខ្ញុំបាននិយាយមកមុនអញ្ចឹងគឺអ្វីដែលខ្ញុំបានជួបសាច់រឿងទាំងអស់ខ្ញុំនិយាយគឺអត់មានតាក់ទងនឹងគេជួបទេគឺខ្ញុំជួបហើយពេលខ្លះសាច់រឿងខ្លះខ្ញុំនៅក្នុងនោះតិចតួចប៉ុន្តែខ្ញុំបានសួរចាស់ៗអញ្ចឹងទៅសាច់រឿងហ្នឹងវាដល់ពេលយើងហើយខ្ញុំយកមកគុំគ្នាអញ្ចឹងប៉ុន្តែខ្ញុំជួបក្នុងហ្នឹងភាគច្រើនមានខ្ញុំនៅក្នុងហ្នឹងដែរបាទសាច់រឿងជាផ្នែកមួយហើយបានយើងប្រមូលសរុបព័ត៌មានមកជាសាច់រឿងមួយបាទអូខេហើយបើសិនជាអ្នកនរគ្នាស្ដាប់ទៅជក់ដោយសារបងកូនយន់គាត់មាននៅមានរឿងច្រើនទៀតត្រូវបងច្រើនមែនគាត់មានរឿងច្រើនទៀតអញ្ចឹងបើសិនជាអ្នកនរគ្នាចាប់អារម្មណ៍ស្ដាប់គាត់ជក់ហើយចង់បន្ថែមអេពីសូតទៀតកុំភ្លេចខមមិនខាងក្រោមថាខ្ញុំត្រូវការកូនយន់អញ្ចឹងអានេះនិយាយថាពីបឋមអនុវិទ្យាល័យនៅសកលហ្នឹងហើយសកលខ្ញុំអត់តនិយាយនៅរឿងសកលមួយទៀតអានេះសិតរៀងយូរដែរបាទអានេះសិតរឿងយូរដែរហើយរឿងនៅថ្មីនេះក៏មានច្រើនទៀតដែរអញ្ចឹងបើសិនជាអ្នកអស់នេះត្រូវការគាត់ទៀតខមមិនប្រាប់យើងមកយើងអាចមើលក្នុងខមមិនហើយយើងនឹងរៀបចំតាមហ្នឹងហើយមានអីនិយាយទៅកាន់គ្នាយើងក៏ដូចជាប្រិយមិត្តរបស់តុកភ្លឺ background ងឹតហ្មងហ្នឹងហើយនិយាយទៅខ្ញុំសូមអរគុណខ្លាំងមែនតើចំពោះបងប្អូនដែលនៅក្នុងក្រុម Telegram ភូមិត្រាវបាទផ្ញើឲ្យជាពិសេសហ្មងគឺភូមិពួកខ្ញុំហើយបាទគឺខ្ញុំនៅក្នុងនឹងដែរអញ្ចឹងខ្ញុំអរគុណពួកគាត់មែនតើតែលើកទឹកចិត្តឲ្យខ្ញុំមកនិយាយនេះក៏មានពួកគាត់មកចំណាយដែរដែលគាត់ថាបងឯងគួរទៅនិយាយទៅហើយជាពិសេសនឹងអរគុណដល់Smart បាទសូមឲ្យមានអតិថិជនកាន់តែច្រើនហើយអរគុណដល់បងហ្វ្រាស់ហើយក្រុមការងារទាំងអស់ហើយក៏បងអធិការដែរហើយជាចុងក្រោយនេះខ្ញុំសូមជូនពរឲ្យបងប្អូននៅកម្ពុជាទាំងអស់ប្រជាជនកម្ពុជាទាំងអស់រស់នៅបានសេចក្តីសុខជាពិសេសរំសាយអារម្មណ៍ខ្លះកុំចេះតែតានតឹងពេកគ្រប់រឿងហ្នឹងហើយបើសិនជាតានតឹងមកស្ដាប់តុកភ្លឺ background ងឹតដើម្បីរំសាយភាពតានតឹងព្រោះកម្មវិធីយើងជាកម្មវិធីកំសាន្តទេជាកម្មវិធីកំសាន្តទេណាបងអូនប្រាប់ហើយបាទហើយពី Smart ទៅក៏មាន promotion ពិសេសជូនពុកម៉ែបងប្អូនទាំងអស់គ្នាដែររាល់អ្នកនរគ្នាភ្ជាប់កម្រង Smart ល្អគឺអ្នកនរគ្នានឹងទទួលបាន 50% បន្ថែមលើ data 5G ហើយ promotion នេះនឹងបញ្ចប់នៅចុងខែ3 2026ចឹងអ្នកនរគ្នាខ្ញុំគិតថាប្រហែលជាដឹងព័ត៌មានហ្នឹងហើយក៏កំពុងតែប្រើប្រាស់ជាមួយនឹងប្រព័ន្ធទូរស័ព្ទដៃ Smart របស់យើងដែរហើយជាពិសេសកុំភ្លេចចូលទៅ Subscribe Channel Smart ស៊ីតាមអ្នកមួយហើយអញ្ចឹងអ្នកនរគ្នាដឹងហើយនេះគឺជាអេពីសូត5ចុងក្រោយនៃកម្មវិធីតុកភ្លឺ background ងងឹតអញ្ចឹងចិត្តបែកគ្នាអូខេហើយក៏អរគុណបងដែលបានផ្ដល់កិត្តិយសចូលរួមហើយជូនពរបងសុខភាពល្អអាយុ100បាទអរគុណកម្មវិធីតុកភ្លឺ background ងឹតឆ្លាញ់អ្នកនរគ្នា